តែនមកវិញព័ត៌មានពីជួរមុខនេះមែនតើទៅគឺទាហានខ្មែរដែលរបួសធ្ងន់និងស្រាលតាមពិតរបួសធ្ងន់3នាក់របួសស្រាលម្នាក់ឥឡូវអ្នករបួសធ្ងន់3នាក់ហ្នឹងមានម្នាក់បានបាត់បង់ជីវិតទៅហើយទិសដៅដែលនេះហ្នឹងគឺនៅជោគគ្រោះនៅថ្មដូននៅឯខេត្តបន្ទាយមានជ័យទល់មុខគ្នាជាមួយទាហានថៃយើងនៅក្បែរគ្នាប៉កើយណាបងប្អូនក៏ប៉ុន្តែការដែលគ្រោះថ្នាក់នេះបើតាមព័ត៌មានពីជួរមុខគឺយើងឮតែខាងទាហានកម្ពុជាទេយើងអត់ទាន់ឮពីថៃទេណាប៉ុន្តែឥឡូវឮព័ត៌មានចចាមអារាមខ្ញុំមិនចង់ប្រើពាក្យចចាមអារាមប៉ុន្តែពីទាហានកម្ពុជាគាត់ប្រាប់មកថាថៃចូលមកគប់គ្រាប់បែកដាក់លើទាហានខ្មែរទាំងរបួសនិងស្លាប់នេះមិនមែនស្លាប់នៅនឹងកន្លែងទេគឺរបួសធ្ងន់តែយកទៅព្យាបាលមិនអាចសង្គ្រោះទាន់អានេះគឺជាព័ត៌មានបឋមទេណាបងប្អូនកុំជឿមួងណារ៉េតឲ្យសោះព្រោះអីព័ត៌មានបឋមបែបនេះគឺយើងត្រូវការផ្ទៀងផ្ទាត់មួងណារ៉េតអត់មាននិយាយថាព័ត៌មាននេះគឺត្រូវតែជឿ 100% តែអត់ទេប៉ុន្តែព្រឹត្តិការណ៍នេះបានកើតឡើងហើយតែហ៊ានបានរបួសធ្ងន់4នាក់3នាក់និងស្រាលម្នាក់ហើយក្នុងចំណោមអ្នករបួសធ្ងន់ហ្នឹងគឺដំណឹងថាគាត់បានបាត់បង់ជីវិតទៅហើយតំបន់ដែលប្រឈមគ្នាហ្នឹងគឺនៅតំបន់ជោគគ្រោះកន្លែងតំបន់ថ្មដូននៅឯខេត្តបន្ទាយមានជ័យជួរមុខហ្នឹងតែម្ដងអញ្ចឹងខាងភៀកគីកម្ពុជាខាងទាហានជួរមុខដែលផ្ដាល់ដំណឹងសុំមិនបញ្ចេញឈ្មោះហ្នឹងក៏ថាទាហានថៃលួចគប់គ្រាប់បែកប៉ុន្តែឥឡូវនេះគឺមានព័ត៌មានតាមវត្តអើកហ្នឹងមកថាទាហានថៃគេថាកម្ពុជាជន់មីនខ្លួនឯងណាវាទៅជាអញ្ចឹងទៀតណាបងប្អូនអញ្ចឹងព័ត៌មាននេះគឺទាំងអស់ជាសុទ្ធតែជាព័ត៌មានដែលមិនទាន់យកជាការបានហើយខ្ញុំជម្រាបម្ដងទៀតអត់ទាន់យកជាការបាន 100% គ្រាន់តែព្រឹត្តិការណ៍ផ្ទុះគ្រាប់គឺពិតជាកើតឡើងមានហើយតែអ្នកណាផ្ទុះជន់ខ្លួនឯងឬក៏គេគប់គ្រាប់បែកយើងអត់ទាន់និយាយបានទេតែគាត់ថាទាហានខ្មែរគឺមានរបួសធ្ងន់3នាក់ម្នាក់ស្លាប់ដោយតាមការរាយការណ៍ហ្នឹងប៉ុន្តែព័ត៌មានទាំងអស់នេះអត់មាននៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលនៅឡើយទេទាំងក្រសួងការពារជាតិក៏អត់ទាន់និយាយអីទាំងអ្នកនាំពាក្យរដ្ឋាភិបាលក៏អត់ទាន់និយាយអីដែរអញ្ចឹងយើងត្រូវការចាំមើលប្រភពព័ត៌មានពីក្រសួងការពារជាតិសិនដែរកុំអាលឆ្លេឆ្លាឬក៏កុំអាលបន្ថែមព័ត៌មាននេះឲ្យលើសពីអ្វីដែលយើងដឹងព្រោះក្រសួងការពារជាតិតាមពិតម៉ោងនេះគឺ12ម៉ោងហើយព្រោះរឿងនេះកើតឡើងមុនបាយថ្ងៃត្រង់ម៉ោងប្រហែលជា 11:45 នាទីព្រឹកមិញនេះហើយឥឡូវមកដល់ម៉ោងយប់កណ្ដាលត្រៀតនេះវាត្រូវ12ម៉ោងអញ្ចឹងក្រសួងការពារជាតិអត់ទាន់ចេញព័ត៌មានអីទាំងអស់ដូច្នេះអាចជាការថ្លឹងថ្លែងទប់សភាពការកុំឲ្យវាបាក់ស្មារតីឬក៏ចលាចលឬអីក៏ថាបានដែរហើយនឹងខ្ញុំជឿថាក្រសួងការពារជាតិមិនចេញព័ត៌មានលឿនទាន់ចិត្តនេះវាអាចជាការថាព័ត៌មាននឹងវាអត់មានកើតឡើងអញ្ចឹងដើម្បីកុំឲ្យស្ថានភាពព្រំដែននឹងវាកញ្ជ្រោលក៏ជាមួយយ៉ាងដែរក៏ប៉ុន្តែវាជាកំបិតចិត្តដងឯងដែរព័ត៌មានភ្លាមត្រូវបកស្រាយភ្លាមក្រសួងការពារជាតិតកតងនឹងទាហានខ្មែរត្រូវពន្យល់លឿនទាន់ចិត្តព្រោះអីប្រព័ន្ធបច្ចេកវិទ្យាគេលឿនណាស់បើប្រព័ន្ធនឹងគេចេញអស់ហើយយើងចាំ10ម៉ោង20ម៉ោងក្រោយចាំចេញគឺយើងធ្វើសង្គ្រាមមិនឈ្នះអ្នកណាទេព្រោះសង្គ្រាមសម្ងាត់សង្គ្រាមព័ត៌មានវិទ្យានេះគឺយើងត្រូវលឿនមែនតើយ៉ាងហោចណាស់ក៏ចេញសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការពារជាតិប្រកាសភ្លាមថាព័ត៌មានទាំងអស់នេះមិនពិតចឹងឧទាហរណ៍ឬក៏ត្រូវការផ្ទៀងផ្ទាត់ទៀតហើយសុំកុំចែកផ្សាយបន្តហើយសុំឲ្យតាមដានព័ត៌មានតាមប្រភពក្រសួងការពារជាតិអីចឹងចុះឧទាហរណ៍តែអត់នៅស្ងៀមជាជាងស្ដីតែពៀជ័យខ្ចីជាជាងទំនេរមាត់ទុកឲ្យឆ្ងល់គឺចឹងមកហើយដល់ពេលទុកឲ្យឆ្ងល់ប្រជាពលរដ្ឋច្បល់គ្រប់គ្នាហើយការមិនទុកចិត្តរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើនយោបាយប្រជាពិធដ្ឋម្ដងហើយម្ដងទៀតផងបាក់ប្រជាពលរដ្ឋបាក់នៅក្នុងការថាមិនដឹងជារឿងនឹងកើតឡើងយ៉ាងម៉េចហើយតើរឿងហ្នឹងវាយ៉ាងម៉េចទៅវិញទៅហើយទាហានយើងនឹងស្លាប់នឹងរបួសនឹងប្រកាសយ៉ាងណាតែបងប្អូនដូចខ្ញុំនិយាយចឹងគឺរឿងនេះគឺវាកើតឡើងផ្ទុះអញ្ចឹងមែនហើយគ្រាន់តែថាមិនដឹងថាអ្នកណាជាអ្នកធ្វើឲ្យផ្ទុះអីនៅឡើយទេហើយបើសិនជាមានរឿងផ្ទុះមីនអីរឿងអីបើជន់មីនគ្នាឯងអាហ្នឹងថៃអាចថាយកលេះរួចខ្លួនណាប៉ុន្តែប្រយ័ត្នថាផ្ទុះមីនហ្នឹងតាហ៊ានថៃជន់ស្អីនៅក្នុងអាដីដែលគេកំពុងគ្រប់គ្រងបាញ់ប្រាវទៀតអាសង្គ្រាមរាល់ដងហ្នឹងមករឿងមីនហ្នឹងតាមីនហ្នឹងពេលដែលត្រូវគ្នាអីទិញទួចនាំគ្នា holiday សម្រាប់វិស្មកាលអស់ហើយចាំមើលតពេលអារឿងស្អីតិចមករផ្ទុះព្រំដែនមីនហ្នឹងឡើងមកវិញទៀតហើយសម្រាប់ពី holiday មកផ្ទុះទៀតហើយអញ្ចឹងរឿងនេះគឺយើងត្រូវតែប្រយ័ត្នប្រយែងទាំងអស់គ្នាហើយដូចថារក្សាស្មារតីប្រុងប្រៀបគ្រប់ពេលខ្ញុំជឿតែទាហានជួរមុខយើងប្រុងប្រៀបគ្រប់តែពេលទេគ្រាន់តែថាយើងអាចទៅធ្វើអីថៃបានដោយសារតែថ្នាក់ដឹកនាំយកវិធីស្ងប់ស្ងាត់ហើយអត់ធ្មត់ហើយចរចាការទូតនិងអន្តរជាតិអីចឹងទៅអានឹងហើយដែលធ្វើឲ្យរឿងមួយចំនួនគឺអត់ហ៊ាននិយាយផ្សាយក្ដួងក្ដាំងទេខ្លាចថានាំឲ្យមានភាពរពើតរពើងអីចឹងទៅ
តែយ៉ាងណាបងប្អូនយើងនឹងតាមដានព័ត៌មាននេះបន្តទៅទៀតហើយថ្នាក់ដឹកនាំរបស់រដ្ឋាភិបាលដូចជាលោកដែលជាតំណាងអឺភូមិភាគ4នៃសេនាធិការរងកងយុទ្ធពលខេមរៈភូមិន្ទឃើញលោកនិតណារងដែលគាត់សរសេរនៅលើបណ្ដាញសង្គម Facebook របស់គាត់ថ្ងៃនេះបាទប្រហែលម៉ោងមុននេះដែលគាត់ផ្ដាំផ្ញើថាព័ត៌មានអីមួយចំនួនហ្នឹងគឺយើងមិនគួរណាផ្សព្វផ្សាយដោយមិនទាន់មានការផ្ទៀងផ្ទាត់អីអញ្ចឹងតែអញ្ចឹងមន្ត្រីកងទ័ពដែលនៅជួរមុខហ្នឹងដែលជាមន្ត្រីថ្នាក់ខ្ពស់អីហ្នឹងក៏គាត់ផ្ដាំផ្ញើអីអញ្ចឹងទៅបាទតាមពិតការផ្ដាំផ្ញើនេះគឺមិនខុសទេព្រោះអីឲ្យបងប្អូនប្រយ័ត្នគាត់ថាក្រសួងការពារជាតិនិងក្រសួងនិងរដ្ឋាភិបាលកម្ពុជាអ្នកនាំពាក្យអីគឺត្រូវប្រញាប់ដោះស្រាយចេញព័ត៌មានបើសិនជាក្រុមប្រឆាំងអីនិយាយស្អីហ្នឹងនិយាយពីអូយលឿននោះលឿននិយាយពីចេញមកចាប់គេដាក់គុកដាក់ច្បាប់ហ្នឹងមិនដល់តែប្រហែលទេបាទ2ម៉ោងម្ដងដល់ផ្ទះគេបាត់ហើយឥឡូវបន្តទៅទៀតបងប្អូននៅពេលនេះគឺទាហានថៃគឺយោធាថៃសម្រុកចោះពង្រឹងកងទ័ពនៅប្រាសាទតាមាន់ធំនិងតាក្របីស្ថានភាពបែបនេះគឺអាចបញ្ជាក់បានថានៅព្រំដែនគឺមានសភាពមិនស្ងប់ស្ងាត់ដោយការស្មានរបស់យើងប្រហែលទេបងប្អូនដោយសារអីទាហានថៃគឺមែនតែគេសម្ោចក្នុងខោនឹងយូរដែរហើយយើងថាទៅលើកទី1មិនមែនទេគេចុះទៅចឹងជាប្រចាំដែរប៉ុន្តែថ្ងៃនេះគឺចុះទៅប្រាសាទតាមាន់ធំប្រាសាទតាក្របីភ្នំ350គឺចុះទៅមេបញ្ជាការធំរបស់ថៃចុះទៅពង្រឹងស្មារតីរបស់ទ័ពថៃដែលយើងឃើញថាចុះទៅនឹងគឺក្នុងន័យដូចថាចុះទៅក្នុងតួប្រាសាទទៅក្នុងអីយកជំនួយយកស្អីទឹកឬក៏គ្រឿងបរិភោគអីឧបភោគបរិភោគហ្នឹងឲ្យទាហានហ្នឹងគឺវាគប់ជួននឹងព្រឹត្តិការណ៍ព្រំដែនដែលមានរឿងផ្ទុះហ្នឹងអាផ្ទុះក្របហ្នឹងហើយដល់ពេលអញ្ចឹងមានថៃមានទាហានមានអីប្រពាក់ប្រពូនបែបនេះគឺធ្វើឲ្យប្រជាពលរដ្ឋមានភាពរញ្ជើបរញ្ជួលគាត់ថាខ្ញុំចង់ជម្រាបបងប្អូនថារឿងនេះវាជារឿងដែលកើតឡើងជាអាឡឺជីដែរទេថៃគឺគេពង្រឹងស្មារតីទ័ពគ្រប់ពេលហេតុអីបានជាថៃធ្វើដូច្នេះព្រោះថៃទន្ទ្រានឈ្លានពានកាន់កាប់ដីខ្មែរដែលជាប្រាសាទរបស់ខ្មែរដូច្នេះថៃត្រូវមានអារម្មណ៍ត្រូវតែជ្រាមជើងព្រួល24ម៉ោងឲ្យព្រោះអីខ្លាចខ្មែរវាយយកមកវិញក្នុងរឿងហ្នឹងដែលមែនតែនទៅខ្មែរមិនវាយទេព្រោះមេដឹកនាំខ្មែរលោកហ៊ុនសែនដែលជាអ្នកដែលឈ្នះសង្គ្រាមឬក៏ដែលធ្លាប់ធ្វើសឹកសង្គ្រាមគាត់បានជ្រើសរើសនិយាយទៅខ្លាកម្ពុជាបានសំសិលហូបបន្លែទៅហើយដូច្នេះយើងអត់មានអីទៅលើកជំរុញអីឲ្យគាត់ទៅតតាំងអីជាមួយថៃបែបសពាវុធអីទេគាត់រហូតតទៅរករឿងក្រុមប្រឆាំងណាដែលចង់ឲ្យវាយថៃអីហ្នឹងថាជាក្រុមបំផ្លាញសន្តិភាពរស់នៅល្អល្អឿនជាមួយនឹងប្រទេសជិតខាងអីទៀតផងព្រោះថាអត់មានវាយទេគឺចរចាអីអញ្ចឹងទៅដូច្នេះខ្ញុំថាវាជារឿងល្អដែរទេមិនអាក្រក់ពេកទេនៅពេលដែលមេដឹកនាំខ្មែរដែលប្រើអំពើហិង្សាជាត្រីមុខដូចថាខ្លាដែលស៊ីសាច់ជាអាហារឥឡូវមកស៊ីជាបន្លែចឹងមានន័យថាលោកហ៊ុនសែនដូរពីភាពខ្លាំងងើបមួយវាយមួយប៉ុន្តែអាងើបមួយវាយមួយនោះគាត់នៅវាយមុខខ្មែរគ្នាឯងទេប៉ុន្តែជាមួយថៃគឺគាត់ដូរទៅហូបបន្លែដូច្នេះរឿងដែលល្អអញ្ចេះទេនឹងមិនមានសង្គ្រាមជុំទី3រវាងខ្មែរថៃទេព្រោះការដែលអត់មានសង្គ្រាមគឺនៅពេលដែលមេបញ្ជាការទ័ពកម្ពុជានៅស្រុកខ្មែរអត់អនុញ្ញាតឲ្យទាហាននៅជួរមុខផ្ទុះអាវុធទេបើទោះបីជាមានរឿងអីដែលគេធ្វើបាបយើងគេអីអញ្ចឹងទៅក៏តែយើងទ្រាំសិនទៅអាហ្នឹងអញ្ចឹងគេឈ្លានពានយកបលាលួសអីឲ្យទាហានយើងដកថយអញ្ចឹងទៅយើងគ្រាន់តែតវ៉ាបដិសេធដាច់អហង្ការអីអញ្ចឹងទៅតាមកระดาษមួយសន្លឹក8-900 ដងហ្នឹងគឺគាត់គិតថាហ្នឹងវាមានប្រសិទ្ធភាពជាងការដែលតដៃព្រោះគាត់ក៏ដឹងខ្លួនដែរតែបើតដៃគាត់តែមិនឈ្នះថៃតែវិច័យដនអញ្ចេះទៀតបងប្អូនប្រហែលថ្ងៃនេះមាន MMO ពលក្ដួចជាច្រើនដែលនាំគ្នានិយាយអំពីសពាវុធខ្មែរដែលវាយថៃគឺបើជុំទី3គឺថៃនឹងរៀបដូចកាទេលខ្ញុំសូមសរសើរដោយស្មោះទី1ខ្ញុំសូមសរសើរ MMO ដែលពូកែបង្កើតគំនិតច្នៃប្រឌិតបណ្ដុះមនសិការនិងការលើកទឹកចិត្តទាហានយើងឲ្យជឿជាក់ថាបើវាយគ្នាជាមួយថៃមួយសារទៀតគឺយើងនឹងឈ្នះថៃហើយព្រោះសពាវុធរបស់យើងក៏ត្រៀមហើយដោយលោកញ៉ាក់ប៊ុនឆៃធ្លាប់និយាយចឹងថាបើវាយគ្នាលើកទី3នេះគឺយើងមិនមែនលំទេទាហានបានបណ្ដុះបណ្ដាលសម្ភារៈសុទ្ធតែទំនើបសុទ្ធតែអីចឹងទៅវាជាការលើកទឹកចិត្តឲ្យទាហានជួរមុខប្រុងប្រៀបល្អហើយក៏ប៉ុន្តែអ្វីដែលលើកហ្នឹងវាហាក់បីដូចជាចម្លែកមែនតើនៅពេលដែលយើងលើកទឹកចិត្តថាបើវាយថៃជុំទី3គឺយើងមានសពាវុធមានអីទំនើបនឹងឈ្នះថៃទាហានយើងបណ្ដុះបណ្ដាលក៏ប៉ុន្តែតាទាំងនេះមិនផ្ទុយនឹងអ្វីដែលលោកហ៊ុនសែននិយាយថាអត់មានវាយទេអ្នកណាមករកធ្វើសង្គ្រាមសើក្រុមប្រឆាំងប៉ុន្តែហេតុអីបានជាក្រុមខុសសនិករបស់គាត់ MMO របស់គាត់ចាប់ផ្ដើមនាំគ្នានិយាយអំពីកម្ពុជាមានសពាវុធអាចវាយឈ្នះថៃនឹងទៅវិញនៅពេលនេះនៅពេលដែលមេអស់លោកហ្នឹងកំពុងតែនិយាយថាយើងអត់មានវាយទេសង្គ្រាមអត់ធ្វើទេគឺយើងចរចា
តាមយន្តការអន្តរជាតិយើងតវ៉ាកោតទោសអីចឹងប៉ុន្តែអត់ប្តឹងថៃទៅតុលាការព្រំប្រទានអន្តរជាតិឬយុត្តិធម៌អន្តរជាតិឲ្យវាចម្លែកចេះដែរអត់វាយអត់ប្តឹងហើយអង្គុយរងចាំអានេះរឿងដែលកញ្ញាញ់ខួរខ្ញុំអត់លើកទឹកចិត្តឲ្យវាយគ្នាអីទេព្រោះសង្គ្រាមវាមិនឈ្នះថៃទេខ្ញុំសុំទោសខ្ញុំមិនមើងងាយទាហានយើងទេសង្គ្រាមយើងមិនឈ្នះថៃដោយសារតែយើងបាច់បាក់គ្នាបើសិនជាខ្មែរយើងមូលមាត់គ្នាធ្វើតែសង្គ្រាមឆ្លប់ក៏ឈ្នះថៃដែរព្រោះថៃខ្លាចណាស់អារឿងទៅផ្លោងគ្រាប់នេះម្ដុំនោះម្ដុំហើយយើងមកអង្គុយជក់បរិយផឹកតែច្រៀងការ៉ាអូខេនោះបកាច់បកិនរត់ជន់គ្នាហើយមិនបាច់ទៅរកតបធំអីទេតបព្រៃខ្មែរធ្វើឈ្នះមកអាយុហើយតាមានតែគ្រាប់បែក4 10គ្រាប់មានអាអំប្រាស់មួយឬក៏ B41 អីចឹងទៅស្លៀកតាពាក់តាស៊ីវិលទៅអាកន្លែងថៃដាក់បន្លាលួសហ្នឹងទៅប្រាវរត់ទៅដេកនៅណាបាត់ទៅរមឃើញទេនោះចែកជើងគ្នាត្រៀមងាប់អាហ្នឹងគឺគេធ្វើសង្គ្រាមឆ្លប់ចឹងគេធ្វើជោគជ័យនៅគ្រប់កន្លែងប៉ុន្តែខ្មែរអត់ជ្រើសរើសអីទាំងអស់ពួកលោកហ៊ុនសែនគាត់ទៅហូបបន្លែហើយដល់ពេលហើយគឺរឿងនេះគឺយើងចរចាប៉ុន្តែដូចខ្ញុំនិយាយចឹងវាបានសុកនឹងគ្នាប៉ុន្តែវាចម្លែករឿងអាពងចង់បានសុកនឹងគ្នាវាទៅមានសកម្មជន MMO ក្រុមពួកគាត់ហ្នឹងទៅឃោសនាពីរឿងកម្ពុជាហ្នឹងក៏មានកម្លាំងអាចវាយថៃបានឯណាគ្រប់ពេលឯណាទៀតហើយចឹងហើយទៅចាំមិនថាបងប្អូននឹងគេចេះតែ share ហ្នឹងមកឲ្យខ្ញុំមើលខ្ញុំឲ្យ block ចោលអត់ព្រមស្ដាប់សោះតែយ៉ាងណាខ្ញុំនិយាយនេះខ្ញុំនិយាយអំពីភាពហួសហេតុរបស់មនុស្សមួយចំនួនដែលផ្ទុយស្រឡះដូចថាចង់តែបានឲ្យគេ like គេ share ស្ដាប់ទៅនឹងព្រោះប៉ុន្តែអត់មើលតតភាពជាក់ស្ដែងឥឡូវកុំតអានវាយជាមួយថៃជុំទី3អីបងប្អូនរហតែទឹកឲ្យតាហ៊ានយើងទទួលទានឲ្យបានគ្រប់សិនខ្ញុំជឿថាជារឿងគាត់ប្រសើរខ្លាំងបំផុតដែរទី1ទី2រួមសាមគ្គីគ្នាសិនអត់សាមគ្គីទេកំពុងបែកខ្លាំងជាងមិនទាន់ថៃវាយទៀតអត់ទៅរួចទេអាហ្នឹងតែយើងបែកបាក់ជាតិហ្នឹងគឺយើងលាតកំណាប់ទ្របឲ្យចោលហើយអត់ទៅរួចទេអាហ្នឹងគឺមិនបាច់និយាយទៅដល់ថាមានសពាវុធបើមាន F16 តាម100គ្រឿងបុកគ្នាឯងក៏ងាប់ដែរអត់ទៅវាយថៃកើតទេព្រោះយើងឆ្លោះគ្នាឯងដូច្នេះយើងអត់ទៅរួចទេបងប្អូនកុំសម័យកុំសង្ឃឹមហើយវិធីដែលទី3គឺដែលល្អបំផុតគឺប្តឹងតោះនាំគ្នាតវ៉ាបាតកម្មឲ្យខ្មែរប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិឥឡូវតុលាការព្រំប្រទានអន្តរជាតិកម្ពុជារដ្ឋាភិបាលកម្ពុជាមិនបាច់ប្តឹងទេបានហើយកុំទៅរករឿងគាត់អីព្រោះអីរដ្ឋាភិបាលក្រៅប្រទេសនេះគេដាក់ពាក្យប្តឹងឥឡូវគេហៅឲ្យទៅបំភ្លឺទៅអីណាហើយចប់ហើយបានហើយប៉ុណ្ណឹងមួយសារសិនទៅបានហើយអា ICC ទុកម្ដុំព្រោះរដ្ឋាភិបាលអត់ប្តឹងហើយអ្នកផ្សេងទៀតប្តឹងជំនួសរដ្ឋាភិបាលបានចឹងគេប្តឹងបានហើយអញ្ចឹងរួចមកគ្រាកុំរករដ្ឋាភិបាលកម្ពុជាអីទៀតនៅអា ICJ នេះតុលាការព្រំប្រទានអន្តរជាតិដែលក្រៅតែពីរដ្ឋាភិបាលកម្ពុជាហ្នឹងគឺអ្នកណានៅក្រៅនៅអីក៏ដោយរដ្ឋាភិបាលក្រៅប្រទេសគឺគ្នាលំបាកហ្មងព្រោះអានីតិវិធីវាស្មុគស្មាញខ្លាំងអត់ដូចអត់ដូចតុលាការព្រំប្រទានអន្តរជាតិទេដូច្នេះហើយបានជាទាមទារឲ្យរដ្ឋាភិបាលកម្ពុជាដែលកំពុងកាន់ចង្កូតហ្នឹងជាអ្នកដាក់ប្តឹងកុំធ្វើជាសត្វសំណក់នៅក្នុងស្នំច្បារដែលមិនឲ្យគូស៊ីអាហ្នឹងហើយដល់ថាបងប្អូនខ្មែរយើងជួយលើកទឹកចិត្តទៅបើឥឡូវសំនឹងពាក្យលោកហ៊ុនសែនថាអត់វាយទេថៃអត់ធ្វើសង្គ្រាមទេយើងផ្សះផ្សាយើងចរចាឥឡូវបើគេបិទផ្លូវចរចាផ្សះផ្សាហើយសង្គ្រាមយើងអត់ធ្វើទៀតនាំគ្នាបាតកម្មតវ៉ាឲ្យកម្ពុជាប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិទៅចប់ហើយព្រោះអាហ្នឹងជាសន្តិវិធីតាមានវាយគ្នាណាហើយហេតុអីបានជាវិធីផ្សះផ្សាសោះមកញុះញង់និយាយពីរឿងតាហ៊ានត្រូវតែត្រៀមហើយឥឡូវមានផ្ទុះគ្រាប់នៅអីហ្នឹងរបួសតាហ៊ានខ្មែរយើងមកកណោទៀតហើយមិនចង់វាយគ្នាទៀតយ៉ាងម៉េចបើវាយគ្នាទៀតគឺស្លាប់ទៀតតែវាមានបានប្រយោជន៍អីព្រោះថៃគេព្រមមែនយើងថៃព្រមអត់ទេតែយើងបានសម្រេចយកអាជំរឹះហ្នឹងឯងមេដឹកនាំខ្មែរបាននិយាយហើយតាថាយើងបានអត់ធ្មត់មកដល់ដំណាក់កាលនេះហើយកុំឲ្យរលាយអាការទូតរបស់យើងណាមេដឹកនាំខ្មែរបញ្ជាក់ប៉ុណ្ណឹងអត់ច្បាស់ឲ្យអស់លោកMMO ដែលគ្រប់គ្រងគណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលខ្មែរអស់លោកអត់យល់ទេចឹងមេដឹកនាំអស់លោកប្រាប់អីតាថាយើងស្អំចិត្តស្ងប់ស្ងៀមស្ងប់ស្ងាត់អីចឹងយូរហើយយើងទៅផ្លូវច្បាប់ផ្លូវអីការទូតអីនឹង AOT អ្នកសង្កេតការអាស៊ានអីហ្នឹងយើងយកទៅត្រុកគេបាញ់ប្រាវរត់ចាច់ជើងគ្នាអីក៏យើងអត់តគេដាក់ប្លាលួសយើងតបយើងធ្វើអញ្ចឹងមកតែបើយើងទៅវាយគេអញ្ចឹងបានយើងឆាចោលអ្វីដែលយើងធ្វើមកពីមុនតើអស់លោកធ្វើអីឲ្យប្រកាសយើងចង់ខ្ទាស់នឹងអ្វីដែលគាត់កំពុងធ្វើឬក៏គ្រាន់តែចង់បាន like and share ឲ្យតែប្រជាពលរដ្ឋសប្បាយទៅតែឃើញថាអីអញ្ចឹងទៅចុច like and share ឬក៏យ៉ាងម៉េចខ្ញុំអត់យល់ដែរបាទឥឡូវត្រឡប់មកវិញបងប្អូនថៃគឺគេអត់មានដូចថៃជាអ្នកដែលបានរបស់យើងគឺដេកអត់លក់ស្ងប់ប្រហែលដែរទេត្រូវតែត្រៀមគ្រប់24ម៉ោងប៉ុន្តែរឿងថៃឲ្យយើងវិញតាមកម្លាំងសពាវុធអីហ្នឹងឈប់សម័យរឿងខ្មែរឈ្នះថៃចាប់ពីពេលនេះតទៅគឺមានតែមួយគត់គឺយន្តការតុលាការព្រំប្រទានអន្តរជាតិនិងយុត្តិធម៌អន្តរជាតិឬក៏កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីវិធីអីក៏បរាជ័យដែរវិធីផ្សេងគឺជាការស្អំចិត្តទិញពេលវេលាតែប៉ុណ្្នឹងទេប៉ុន្តែបើថាឲ្យបានជាដុំកំភួនអីឬក៏អាចថាខ្មែរបានដីអីមកវិញ
ខ្ញុំថានេះគឺជាសេចក្តីសុបិនយប់យន្តយប់យូរសុបិនច្រើនទេក៏ប៉ុន្តែមិនមែនបន្តិចផ្អាកកម្ពុជាមិនឲ្យបន្តអត់ធ្មត់ទេធ្វើទៅព្រោះអីវិធីហ្នឹងក៏ធ្វើឲ្យប្រជាពលរដ្ឋស្ងប់កុំឲ្យឆ្លោះគ្នាទៀតដែរព្រោះយើងទៅកម្លាំងបណ្ដាលគេក៏ប៉ុន្តែក្នុងពេលជាមួយគ្នាហ្នឹងសូមយកអាវិធីអត់ធ្មត់ដែលប្តឹងគេដោយសន្តិវិធីនឹងផងហើយគេប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិហើយកុំឈឺក្បាលកុំឲ្យពិបាកខាតលុយមន្ត្រីមេធាវីស្អីហ្នឹងនាំប្រមូលសំណុំរឿងអីនាំយូខាតអីអបថាអស់លោកជួយស្រឡាញ់ជាតិណាស់អាផោះតាងដែលប្រមូលបានប្រមាណហ្នឹងជួយផ្ញើឲ្យរដ្ឋាភិបាលក្រៅប្រទេសដែលគេទៅជួបណែខាងអัยការចុងខែសីហាហ្នឹងឲ្យគាត់យកទៅមកដូសៀទៅអាហ្នឹងគឺជាការជួយខ្លាំងព្រោះខ្លួនយើងមិនធ្វើតែឥឡូវតុលាការយុតិធធម៌អន្តរជាតិ ICC ដែលអ្នកណាក៏ដោយក៏ដាក់មិនបានដែរវាពិបាកដែលយើងដាក់បាននេះដែលនេះហ្នឹងដាក់ទៅអាហ្នឹងយកបងវិញមើលកុំឲ្យរដ្ឋាភិបាលក្រៅប្រទេសហ្នឹងយកបងតែខ្លាចណាស់ខ្លាចគេល្បីមានប្រជាប្រិយជាងខ្លួនតែខ្លួនអត់ធ្វើឥឡូវតកតងនឹងក្រុមសង្កេតការអាស៊ានខាងថៃចុះពិនិត្យរបងព្រំដែនថ្មីដោយឯកតោភាគីទៀតហើយនៅឯតំបន់ភ្នំព្រឹកនិយាយទៅក្នុងបង្គោលព្រំដែនដែលកំពុងធ្វើរបងថ្មីនៅឯខេត្តកំរៀងនៅឯបាត់ដំបងហ្នឹងហើយយើងចាំថាក្រសួងការបរទេសទើបតែចេញសេចក្តីថ្លែងការណ៍ថ្កោលទោសតវ៉ាក្រុមអាស៊ាន AOT ខាងថៃហ្នឹងថាទៅចុះនៅអាតំបន់ណាប្រាសាទខ្នាមុនហ្នឹងរឿងតែចុះទៅប្រាសាទខ្នាអត់មានសុំសិទ្ធិអនុញ្ញាតពីកម្ពុជាប្រាសាទគេយកទៅបាត់ហើយនឹងទៅសុំកម្ពុជាមិនពងឆ្ងល់យើងចូលទៅអត់ទាំងបាត់កុំថាឡើយដល់តែយើងទៅរករឿងគេតែយើងចូលទៅប្រាសាទខ្នាយើងចូលអត់ទាំងបានប៉ុណ្ណឹងគេយកបាត់ហើយហ្នឹងហើយទៅដល់ពេលគេមកខាងគេយើងឲ្យគេនៅណានៅហ្នឹងយើងទៅរករឿងគេយ៉ាងម៉េចតែប៉ុន្តែចេះតវ៉ាទៅវាមិនអីទេព្រោះអីអានឹងជាវិធីមួយដែលយើងធ្វើបានដែលសន្តិវិធីឥឡូវតវ៉ាទៅដូចសុំភ្លើងយក្សឥឡូវគេយកអា AOT ដដែលហ្នឹងមកបង្គោលព្រំដែនសង់ថ្មីដោយឯកតោភាគីប៉ុន្តែហេតុអីបានជាយើងទៅតវ៉ាទៅអីបងប្អូនបើលោកសុកលូដែលជាអភិបាលខេត្តបាត់ដំបងគាត់មិនទាំងឈឺក្បាលផងហ្នឹងគាត់ថាហ្នឹងគេសង់នៅក្នុងដីគេហ្នឹងហើយយកទៅស្អីចាំបាច់សុំការអនុញ្ញាតពីយើងអីគេព្រមព្រៀងគ្នាគេធ្វើបាត់ហើយណាមួយខាងភាគីថៃថាលបងព្រំដែនហ្នឹងខាងកម្ពុជាខាងលោកសុកលូហ្នឹងឬក៏ខាងរដ្ឋាភិបាលកម្ពុជាព្រមឲ្យគេធ្វើចុះបើព្រមហើយហេតុអីបានមកជំទាស់គេដល់ឥឡូវ AOT អាស៊ានគេចុះទៅមើលអាបង្គោលព្រំដែនឡើងក៏ទៅជាបាយបាត់មានអីទៀតបើគេចុះមកពិនិត្យមើលបានន័យថាគេថាត្រឹមត្រូវចាប់ទៅហើយយើងទៅតវ៉ាតែយើងអត់ប្តឹងគេហ្នឹងយើងបានមកវិញមែនបាទឥឡូវរកម្មចិត្តតែឥឡូវព័ត៌មានបន្តទៅទៀតបងប្អូនតកតងនឹងរឿងខ្មែរក្រៅស្រុកប្រពខួបឃាតកម្មលើលោកបណ្ឌិតកែមលីជាបណ្ដាបាទតាមពិតបងប្អូនខ្មែរក្រៅស្រុកគាត់ឃើញថាខួបលោកបណ្ឌិតកែមលីហ្នឹងមែនតើបើទៅឲ្យគ្រប់10ឆ្នាំគឺថ្ងៃទី10កក្កដាឆ្នាំ2026ព្រោះគាត់ត្រូវគេបាញ់ស្លាប់នៅថ្ងៃទី10កក្កដាឆ្នាំ2016ក៏ប៉ុន្តែបងប្អូននៅក្រៅប្រទេសភាគច្រើនឆ្លៀតឱកាសថ្ងៃសៅរ៍អាទិត្យព្រោះសម្រាប់ពីការងារផងដើម្បីអាចតវ៉ាបាតកម្មជុំគ្នាបានអញ្ចឹងហើយបានជាគាត់ធ្វើឥឡូវនេះថ្ងៃទី5នេះគឺគាត់ធ្វើនៅកេបិចម៉ុងរ៉េអាល់បាទក្រុងម៉ុងរ៉េអាល់នៃខេត្តកេបិចប្រទេសកាណាដាដែលរៀបចំដោយក្រុមចលនាបណ្ដាញយុវជនកម្ពុជាសកលដែលរៀបចំធ្វើសហការគ្នាជាមួយនឹងចលនាមេដាធម្មជាតិហើយនឹងអង្គការ Amnesty International លើកលែងទោសអន្តរជាតិហ្នឹងគឺធ្វើពិធីពិរពហ្នឹងដើម្បីបង្ហាញអំពីការដឹងគុណគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិតកែមលីផងដើម្បីទាមទារសិទ្ធិសេរីភាពនិងការនិយាយការពិតនិងឲ្យដោះលែងអ្នកទោសមនសិការទាំងអស់ផងទាំងចលនាមេដាធម្មជាតិទាំងលោកសុនស្រនសុភាឬក៏កញ្ញាសេងធីរីឬក៏អ្នកផ្សេងទៀតដែលរងការធ្វើទុកបុកម្នេញពីរដ្ឋាភិបាលកម្ពុជាហ្នឹងអាហ្នឹងគឺនៅម៉ុងរ៉េអាល់គេបិចឯនៅប្រទេសថៃឯនោះវិញក៏ឃើញក្រុមបណ្ដាញយុវជនកម្ពុជាសកលនេះក៏រៀបចំពិធីរំលឹកខួបនេះដែរដើម្បីរំលឹកឲ្យបងប្អូនចងចាំវីរភាពរបស់លោកបណ្ឌិតកែមលីហើយនឹងជាទូទៅគឺមិនមែនត្រឹមតែរំលឹកវីរភាពទេគឺពួកគាត់ចង់ថាការចងចាំនេះធ្វើឲ្យបងប្អូនទាំងអស់នាំគ្នាដូចថាតស៊ូមតិតទៅទៀតនៅក្នុងការទាមទារឲ្យមានសិទ្ធិសេរីភាពពេញលេញនៅប្រទេសកម្ពុជាហើយក៏ជាការដែលរំលឹកថា10ឆ្នាំនៅចាំរងយុត្តិធម៌នេះបងប្អូនប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីមិនទាន់ភ្លេចឬក៏មិនអាចភ្លេចបានទេអញ្ចឹងក្នុងន័យនេះហើយដែលពិធីនេះគឺតិចទៀតធ្វើនៅជប៉ុនធ្វើនៅកូរ៉េឬក៏ធ្វើនៅទីផ្សេងទៀតជាហូរហែហើយនៅសហរដ្ឋអាមេរិកនេះក៏ធ្វើដែរដែលមែនតើទៅគឺមានប្រជាពលរដ្ឋខ្មែរទាំងអ្នកដែលនៅក្នុងបណ្ដាញចលនាយុវជនកម្ពុជាសកលទាំងគណៈបកប្រឆាំងទាំងប្រជាពលរដ្ឋខ្មែរទូទៅដែលគេគោរពស្រឡាញ់លោកបណ្ឌិតកែមលីហ្នឹងគេធ្វើនៅឡុងប៊ិចនេះវិញដាច់ដោយឡែកគឺនៅថ្ងៃទី12ខែកក្កដាគឺនៅឯវត្តខ្មែរកម្ពុជាក្រមនេះ
គឺក៏គេមានរៀបចំពិធីហ្នឹងពីម៉ោង 9 កន្លះព្រឹកដល់ម៉ោង 12 រសៀលដែរដែលបងប្អូនណាដែលនៅទីក្រុងឡុងប៊ិចហើយចង់ប្រពៃវិញ្ញាណក្ខន្ធលោកបណ្ឌិតកែមលីនៅជិតខ្លួននេះសូមអញ្ជើញចូលរួមនៅឯវត្តខ្មែរកម្ពុជាក្រោមនៅឯផ្លូវ Anaheim និង Orange Avenue នេះនៅកណ្ដាលទីក្រុងឡុងប៊ិចតែម្ដងបាទនេះគឺសម្រាប់ថ្ងៃទី 12 ចុងសប្ដាហ៍នេះចុងសប្ដាហ៍បន្ទាប់ទេតាមពិតមិនមែនសប្ដាហ៍នេះទេបាទខ្ញុំឆ្លេះព័ត៌មានរឿងអ្នកនៅក្រៅស្រុកនេះប៉ុណ្ណេះឥឡូវចូលដល់ព័ត៌មានអំពីឃោសនិកបកកណ្ដាលអំណាចដែលជា MMO គឺឃោសនិកបកកណ្ដាលអំណាចខ្លាចពលរដ្ឋខ្មែរក្រៅស្រុកសម្រុករៃលុយគ្នាជួយមេធាវីប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិមិនដឹងជាអស់លោកមួយថ្ងៃអត់បានទំនេរអត់បានសម្រាប់អីទេដូចភ័យអូយភ័យខ្លាចក្រុមរដ្ឋាភិបាលក្រៅប្រទេសឬក៏ក្រុមខ្មែរយើងដែលនៅក្រៅប្រទេសនឹងនាំគ្នារៃលុយជួលមេធាវីលោក Richard Rogers ដើម្បីការពារក្តីជំនួសខ្មែរនៅតុលាការព្រហ្មទណ្ឌអន្តរជាតិទាមទារដីខ្មែរពីថៃមកវិញទាមទារឲ្យថៃសងសំណងមកខ្មែរទាមទារឲ្យថៃរកយុត្តិធម៌ឲ្យទាហានខ្មែរដៃពលីទាមទារឲ្យថៃផ្ដល់យុត្តិធម៌ឲ្យប្រជាពលរដ្ឋស៊ីវិលខ្មែរដែលស្លាប់បាត់បង់ជីវិតទាមទារឲ្យរកយុត្តិធម៌សម្រាប់គ្នាអ្នកបាត់ផ្ទះសម្បែងជនភៀសសឹកនៅភូមិរងចាំឧទាហរណ៍និងរឿងច្រើនទៀតមួយកណោក៏ដឹកបែរទៅជាមានក្រុម MMO របស់គណៈបកប្រជាជនកម្ពុជានៅអាមេរិកជាពិសេសដៅកាហាយមួម៉ៅអត់ដេកអត់ពួនអីទាំងអស់គឺមកភ័យខ្លាចប្រជាពលរដ្ឋនាំគ្នារៃលុយជួយលោក Richard Rogers ខ្ញុំថានេះគឺជាអំពើអគុណធម៌បំផុតរបស់ខ្មែរយើងនៅក្រៅប្រទេសជាពិសេសឬក៏ខ្មែរនៅក្នុងប្រទេសដែលយកអំពើអសិលធម៌អគុណធម៌យកមកនិយាយដើម្បីចំណេញដើម្បីបំផ្លាញក្រុមគណៈបកប្រឆាំងនេះដែលគាត់ចិញ្ចឹមចិត្តបំផ្លាញយូរហើយជាពិសេសក្រុមលោកសំរងស៊ីដែលគាត់ចង់បំផ្លាញរឿងដែលសំខាន់អញ្ចេះទេបងប្អូនត្រូវចាំថាការប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិអត់ត្រូវការមេធាវីទេអត់ត្រូវការមេធាវីអីទាំងអស់យើងជាប្រជាពលរដ្ឋសាមញ្ញណាក៏ដាក់ពាក្យប្តឹងបានដែរក៏ប៉ុន្តែបណ្ដឹងបែបនេះជាលក្ខណៈផ្លូវច្បាប់ហើយត្រូវការបច្ចេកទេសអ្នកជំនាញជាអន្តរជាតិបែបនេះគឺត្រូវការមេធាវីអន្តរជាតិដែលមានចំណេះជំនាញផ្នែកច្បាប់អន្តរជាតិហើយអ្នកដែលស័ក្តិសមបំផុតនៅក្នុងការតំណាងខ្មែរសម្រាប់រដ្ឋាភិបាលក្រៅប្រទេសឬក៏ខ្មែរក្រៅប្រទេសនេះគឺលោក Richard Rogers ដែលជាមេធាវីអន្តរជាតិជនជាតិអង់គ្លេសធ្លាប់មានបទពិសោធន៍រាប់ឆ្នាំធ្វើការនៅសាលាក្តីខ្មែរក្រហមដែលការពារឲ្យជនរងគ្រោះឬក៏ជាតំណាងឲ្យក្រុមមេធាវីការពារក្តីនៅសាលាក្តីខ្មែរក្រហមចំណេះជំនាញច្បាប់អន្តរជាតិគឺគាត់មានពេញទំហឹងតែម្ដងខ្ញុំស្គាល់លោក Richard Rogers ច្បាស់ដោយសារតែធ្វើការជាមួយគាត់ច្រើនឆ្នាំណាស់នៅសាលាក្តីខ្មែរក្រហមហើយក្រោយមកគឺគាត់ក៏បានចូលរួមតតាំងក្តីដើម្បីដាក់ពាក្យប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិតាក់ទងនឹងរឿងលោកបណ្ឌិតកែមលីនិងរឿងដីធ្លីការរំលោភដីធ្លីប្រជាពលរដ្ឋដោយបង្ខំអីអញ្ចឹងទៀតសួរថាតើសុកមានជនបរទេសម្នាក់ដែលមកជួយឈឺឆ្អាលរឿងខ្មែរហើយយើងគ្រាន់តែរៃលុយគ្នាខ្លះដើម្បីជាប្រាក់ឧបត្ថម្ភជួយគាត់ដើម្បីឲ្យគាត់មានកម្លាំងចិត្តនៅក្នុងការជួយយើងវាខុសដែរខុសអីគេខុសសិលធម៌អីគេបើអស់លោកមិនបានជួយជោគជួយចែវកុំយកជើងមករាទឹកព្រោះអីមេធាវីដែលស្ម័គ្រចិត្តបែបនេះដូចខ្ញុំជម្រាបចឹងយើងមិនជួលគេមិនហៅគេមិនពឹងគេក៏អត់អីដែរប៉ុន្តែមនុស្សសម័យឥឡូវគេត្រូវការលុយដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារគេដែរហើយសំណុំរឿងអន្តរជាតិបែបនេះគេត្រូវការពេលវេលាស្រាវជ្រាវគេត្រូវការពេលអីទាំងអស់ចុះហេតុអីអស់លោកអត់ឈឺក្បាលររឿងរដ្ឋាភិបាលខ្មែរដែលជារដ្ឋាភិបាលដែលអស់លោកគ្រប់គ្រងដើម្បីបាយ3ពេលនេះដែលមានមេធាវីបង្កើតមកក្រុមគណៈកម្មការមេធាវីគណៈកម្មការអីចំពោះកិច្ចដើម្បីរៀបចំកសាងសំណុំរឿងប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិឬតុលាការយុត្តិធម៌អន្តរជាតិដែលយកលុយប្រាក់ខែញើសឈាមរបស់រាជខ្មែរដែលវេទនាខ្មែរវេទនាណាស់លោកណាមិនមែនដូចខ្មែរនៅក្រៅប្រទេសទេខ្មែរនៅស្រុកខ្មែរលុយ$1ស្មើនឹងលុយ$1000ដែលខ្មែរនៅស្រុកអាមេរិកបរិច្ចាគខ្មែរនៅស្រុកខ្មែរដាក់តែ$1ទេគឺស្មើនឹង$1000ដែលខ្មែរនៅអាមេរិកនេះដែលត្រូវដាក់បើនិយាយទៅគឺវាខ្ញុំចង់សម្ដៅថាលុយគាត់រវាបានតិចណាស់ស្ទើរតែលិបពីដូចថាចាយគ្រប់កងកាពះហ្នឹងអត់គ្រាន់ផងអញ្ចឹងបើគាត់ហ៊ានតែបរិច្ចាគ$1គឺដូចស្មើអ្នកនៅនេះចូល$1000អញ្ចឹងដោយសារលុយវាខ្សត់
នឹងសម្រាប់អ្នកនៅស្រុកខ្មែរហើយអាលុយខ្សត់ហ្នឹងយកទៅបំពាក់បំពន់ឲ្យទៅមេធាវីឲ្យទៅក្រុមទីប្រឹក្សាអីរបស់រដ្ឋាភិបាលខាងច្បាប់អីហ្នឹងដើម្បីដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិឬព្រំប្រទានអន្តរជាតិគាត់អត់ដាក់យកលុយហ្នឹងចាយទៅទេអត់ដាក់ហើយអត់ទៅរករឿងក្រុមអ្នកទាំងអស់នេះដែលចាយលុយរាប់ម៉ឺនរាប់សែនដុល្លារអត់រករឿងទេហើយក៏អត់ដែលរករឿងដែរដឹងកម្ពុជាជួលអ្នកជំនាញខ្មែរអ្នកជំនាញបរទេស2នាក់ដើម្បីឲ្យទៅការពាររឿង UNCLOS អានីតិវិធីផ្សះផ្សាដោយកាតព្វកិច្ចដែលយើងនិយាយពីកាលថៃលុប MMO សំទោស MOU 2001ចោលហើយទៅយើងចាប់ផ្ដើមយកនីតិវិធីផ្សះផ្សាដោយកាតព្វកិច្ចហ្នឹងដែលខ្មែរហៅនីតិវិធីផ្សះផ្សាដោយបង្ខំអាមិនគេនោះឥឡូវយើងទៅជួលជនបរទេស2នាក់មិនក្រោម$1 លានទេតម្លៃក្នុងការជួលហ្នឹងមិនក្រោម$1 លានទេហើយយកមកដើម្បីអីគឺដើម្បីការពារដែនអធិបតេយ្យរបស់ខ្មែរចុះអស់លោកមានតែឈឺក្បាលរហូតរឿងរដ្ឋាភិបាលកម្ពុជាទេហេតុអីបានជាទៅជួលលុយបុគ្គលិកឬក៏មន្ត្រីអស់នេះយកមកធ្វើការខ្មែរយើងខ្វះមេធាវីណាស់ទៅឬខ្មែរយើងខ្វះអ្នកច្បាប់ទៅឬបានទៅយកអ្នកជំនាញអន្តរជាតិ2រូបនឹងយកមកការពាររឿងសមុទ្ររបស់ខ្មែរអត់ទៅរករឿងហើយខ្ញុំអត់មានឲ្យអស់លោកទៅរករឿងទេខ្ញុំឲ្យអស់លោកទាំងអស់គ្នាសាទរគាំទ្ររដ្ឋាភិបាលកម្ពុជាក្នុងការចេញលុយកប៉ៅរដ្ឋាភិបាលជាញើសឈាមរបស់ប្រជាពលរដ្ឋដើម្បីជួយអ្នកជំនាញនេះជួលគាត់ដើម្បីការពារប្រយោជន៍របស់កម្ពុជាខ្ញុំអត់ទោសមនិញអីសោះខ្ញុំលើកទឹកចិត្តឲ្យគាំទ្ររដ្ឋាភិបាលទៅដែលទៅផ្ដល់លុយឲ្យអ្នកជំនាញព្រោះគេមានជំនាញអន្តរជាតិបានមានទឹកមាត់ប្រៃអាចតតាំងចរចាឬក៏អីជាមួយថៃក៏គេជួលក្រុមអ្នកជំនាញបរទេស2នាក់សុទ្ធតែជាអតីតចៅក្រមតុលាការទៀតផងថៃគេអស់លុយរាប់លានដុល្លារដូចគ្នាអាហ្នឹងអត់អីទេគឺធ្វើដើម្បីការពារទឹកដីជាតិយើងចុះហេតុអីក៏មិនទៅរករឿងរដ្ឋាភិបាលកម្ពុជាផងខ្ញុំមិនចង់ឲ្យរករឿងទេខ្ញុំថាលើកទឹកចិត្តទៅខ្ញុំអត់មានបញ្ហាអីផ្ទុយទៅវិញខ្លួនមានមេធាវីនៅខ្មែរប្រហែលមួយក្រុម2ក្រុមដើម្បីដាក់ពាក្យប្តឹងអត់ប្តឹងទៅតុលាការព្រំប្រទានអន្តរជាតិដើម្បីទាដីថៃទាការសងខូចខាតអីសពបែបយ៉ាងរកយុត្តិធម៌ឲ្យកម្ពុជាឥឡូវខាងរដ្ឋាភិបាលក្រៅប្រទេសគេខំប្រឹងដាក់ពាក្យហើយដើម្បីជួលមេធាវីតើអស់លោកឲ្យគេហូបស្មៅមែនមេធាវីអន្តរជាតិហ្នឹងយ៉ាងតិចក៏រាប់ម៉ឺនដុល្លារដែរខ្ញុំគិតថាយ៉ាងតិចក៏50000ទៅ$100,000ដែរបានអាចជួលបានតែមិនដល់ថ្នាក់ដូចអ្នកជំនាញដែលយើងជួលដល់$1 លានដែលធ្វើ UNCLOS តម្លៃហ្នឹងស្ទើរតែប្រហាក់ប្រហែលគ្នាផងក៏ប៉ុន្តែលោក Richard Rogers មិនដែលយកប្រាក់កម្រៃដល់ហ្នឹងទេបងប្អូនយើងបាន10000 20000 30000ឬក៏តាមកម្លាំងសទ្ធាអីគាត់ក៏មិនដែលប្រកែកប៉ុណ្ណឹងអីដែរគឺយកទៅគាត់ចេះតែជួយតែរហូតដែរទេដោយលោក Morton Skla អញ្ចឹងគាត់មិនមែនយកលុយជាត្រីមុខទេប៉ុន្តែជាការលើកទឹកចិត្តឲ្យដើម្បីឲ្យគាត់ចំណាយពេលវេលាពីការងារគាត់គាត់បើទុកពេលហ្នឹងរកការងាររកទទួលទានមុខរបរគាត់ក៏គាត់បានលុយហើយដល់ពេលចំណាយពេលមកធ្វើការងារយើងអញ្ចឹងឲ្យគាត់អស់លុយឲ្យលេងពីខ្លួនទៅអញ្ចឹងប្រាក់ចំណូលគាត់ធ្លាប់រកបាន$10000ឧទាហរណ៍បើចំណាយពេលពាក់កណ្ដាលមកធ្វើឲ្យយើងគាត់នៅសល់តែ5000ហ្នឹងអញ្ចឹងបើយើងបន្ថែមអា5000ហ្នឹងដើម្បីឲ្យគាត់មួយគ្រប់អញ្ចឹងវាធ្វើឲ្យគាត់មានទឹកចិត្តមានអីជួយហើយទៅវាអសិលធម៌អីទៅបងប្អូនវាខុសអីទៅបើជួលលោក Richard Roger ហ្នឹងដើម្បីឲ្យលោករកយុត្តិធម៌ការពារក្តីឲ្យខ្មែរយើងឈ្នះក្តីនៅប្រាសាទដើម្បីឈ្នះថៃតើក្បត់ជាតិឬក៏វាអាក្រក់ជួយជាតិប៉ុណ្ណាទៅដែលអស់លោកមួយថ្ងៃអត់រំលងពីរឿងខ្វល់រឿងគេអង្គាសលុយគាត់ថាបន្តិចទៀតអង្គាសលុយទៀតបងប្អូនអារឿងអង្គាសលុយរដ្ឋាភិបាលក្រៅប្រទេសនេះអត់មានលុយពីពន្ធដារណាមកពីដោយរដ្ឋាភិបាលខ្មែរទេអញ្ចឹងពួកគាត់ពឹងលើសមានចិត្តរបស់ប្រជាពលរដ្ឋដែលមានសមានចិត្តហើយខ្ញុំធានាឲ្យតាក្រុមនេះធ្វើការប្រកាសរៃលុយដើម្បីជួលមេធាវីឈ្មោះ Richard Rogers នេះដើម្បីដាក់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិព្រំប្រទានអន្តរជាតិឬក៏នឹងយុត្តិធម៌អន្តរជាតិថ្ងៃក្រោយខ្ញុំនឹងគ្រប់គ្រង 100% ហើយខ្ញុំនឹងចូលរួមចូលលុយទៀតមួងណារ៉េតប្រកាសជាសាធារណៈថាបើបងប្អូនរៃលុយឲ្យលោក Richard Rogers ដាក់ពាក្យប្តឹងទៅតុលាការព្រំប្រទានអន្តរជាតិនេះដើម្បីជួយឲ្យដល់បង្ហាញខ្លួនឬក៏ជួយបន្តប្រឹក្សាយោបល់ឲ្យរដ្ឋាភិបាលក្រៅប្រទេសឬខ្មែរក្រៅប្រទេសនេះដើម្បីបានប្តឹងថៃដើម្បីឲ្យថៃសងខូចខាតមកកម្ពុជាវិញឲ្យថៃជាប់ទោសខ្ញុំស្ម័គ្រចិត្តជួយជាថវិកាតិចតួចស្រួយស្ដាមតាមសទ្ធាហើយនឹងជួយផ្សព្វផ្សាយឲ្យទលំទលាយឲ្យបងប្អូនខ្មែរនៅក្រៅប្រទេសទាំងអស់ចូលរួមជាលុយជាថវិកាចូលទៅហើយបើសិនជាខ្ញុំដឹងថាជាអំពើបោកប្រាស់គឺខ្ញុំមួងណារ៉េតនេះមិនយកមនសិការនេះទៅអប់រំណែនាំបងប្អូនឲ្យចាញ់បោកគេទេហើយចំណាំមើល
ព្រោះបើអំពើហ្នឹងវាជាអំពើស្រោមសបុតដើម្បីក្រុមបកពួកណាអត់ទេប៉ុន្តែក្រុមរដ្ឋាភិបាលក្រៅប្រទេសក្រុមខ្មែរក្រៅប្រទេសក្រុមណាក៏ដោយចលនាដែលតស៊ូដើម្បីស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យកម្ពុជាគឺខ្ញុំលើកទឹកចិត្តឲ្យជួយពួកគាត់ទៅ$50 $100 $10តែកាហ្វេមួយកែវអាហារមួយពេលទេបងប្អូនប៉ុន្តែជាតិនេះគឺធ្ងន់ណាស់ធំណាស់អស់លោកត្រូវចាំថាលុយ$10 $20 $50សឹមតែកាហ្វេមួយពេលអាហារពេលព្រឹកកាទៀវមួយចាននៅអាមេរិកនេះឡើង$8-10ឯងបងប្អូនអត់ភាសាកាទៀវតែមួយចានទេណាអស់លោកអាចជួយលោក Richard Roger ឬក៏ក្រុមការពារក្តីនៅនេះបានយកដីខ្មែរមកឲ្យខ្មែរវិញតើអស់$20ដើម្បីបងប្អូនជួយជាតិនេះមួយតើវាក្បត់ជាតិវាធ្ងន់ប៉ុណ្ណាទៅខ្ញុំគ្មានរីរែកនៅក្នុងការជួយផ្សព្វផ្សាយទេហើយខ្ញុំបដិញ្ញាថាបើអស់លោករៃលុយខ្ញុំមិនត្រឹមថាឲ្យរៃឲ្យកាន់តែឆាប់កាន់តែល្អហើយខ្ញុំនឹងជួយផ្សព្វផ្សាយទៀតព្រោះអីនេះជាវិធីដើម្បីយកដីខ្មែរពីថៃមកវិញបានតាមរយៈសន្តិវិធីអត់ធ្វើសង្គ្រាមហើយដោយផ្លូវច្បាប់ទៀតហើយដោយគេហៅថាថ្លៃថ្នូរនិងគុណធម៌ហើយមានព្រៀបលើថៃទៀតអត់មានទៅពហិការអត់មានទៅជេរបចោស្ដេចថៃអត់មានទៅដុតមីកញ្ចប់ថៃចោលអីទេធ្វើទៅអស់លោកចេះតែធ្វើទៅហើយអត់មានត្រូវការរងចាំកាប់បំពង់រងចាំទឹកភ្លៀងអីទេគឺយើងរងចាំលទ្ធផលដែលជាក់ច្បាស់គឺយើងធ្វើទៅតាមលទ្ធផលជាក់ស្ដែងហើយខ្ញុំលើកទឹកចិត្តឲ្យខ្មែរទាំងអស់នៅក្រៅប្រទេសនេះខ្មែរគ្រប់និកាយនយោបាយបើអ្នកស្រឡាញ់ខ្មែរស្រឡាញ់ជាតិនេះពិតប្រាកដណាចូលលុយ$10 $5សម្រាប់ឲ្យក្រុមនេះរៃអង្គាសដើម្បីជួយលោក Richard Roger ខ្ញុំជឿថាជាអំពើបុណ្យកុសលធំណាស់អស់លោកស្លាប់ទៅក៏បិទភ្នែកចិត្តដែរថាយើងបានរួមចំណែកហើយបើសិនជាយកទៅដើម្បីធ្វើបុព្វហេតុអីថ្ងៃក្រោយការងារនឹងគេថាវាមិនបានជោគជ័យអីតឡាការគេកាត់ក្តីមិនកាត់ក្តីអានឹងកុំទៅខ្វល់ព្រោះអីយើងបានប្រឹងប្រែងអស់ពីលទ្ធភាពក្នុងការជួយជ្រោមជ្រែងហើយត្រូវចាំដើម្បីជួលមេធាវីយើងត្រូវការលុយដែរបងប្អូនមាននរណាគេមកជួយយើងទេហើយយើងត្រូវចាំព្រោះអីយើងក៏ខ្មែរយើងគេហៅអីមានសុភាសិតមួយគេថាបើយើងមិនគោឲ្យស្មៅវាស៊ីមិនហ្នឹងបងប្អូនបាទអញ្ចឹងយើងអត់មានកុំតោមនិញរឿងចឹងអត់ប្រយោជន៍ទេហើយកុំចាញ់ឃោសនាបោកបញ្ឆោតប្រជាពិធដ្ឋរបស់ក្រុមដែលទប់រឿងស្រោមសបុតហ្នឹងព្រោះពួកគេមួយថ្ងៃមួម៉ៅណាស់បងប្អូនក្រុមទាំងនេះមួម៉ៅមិនមែនស្រឡាញ់ជាតិទេមួម៉ៅដោយសារភ័យរឿងពីរចាំមើលខ្ញុំប្រាប់និយាយរឿងពួកក្រុមនេះភ័យទី1គឺការបាត់ប្រជាប្រិយរបស់រដ្ឋាភិបាលកម្ពុជាដែលអសមត្ថភាពគាត់ភ័យណាស់ព្រោះតាណាម្នាក់ហ៊ានធ្វើអីប្រសើរបន្តិចរដ្ឋាភិបាលកំពុងតែអសមត្ថភាពបែបនេះគឺវាប្រជាប្រិយហ្នឹងគឺទៅឲ្យព្រោះឥឡូវធ្វើឲ្យអត់បានងើបមួយវាយមួយតែទប់កុំឲ្យអីទៅវាឡើងទៅប្រជាប្រិយអីខ្លាំងជាងហ្នឹងទៀតប្រជាពលរដ្ឋមកគ្រប់គ្រងខាងរដ្ឋាភិបាលក្រៅប្រទេសឬក៏គណៈបកប្រឆាំងផ្កាប់មុខឬក៏បាក់ទំនប់ខាងនោះដឹងឲ្យយ៉ាប់ហ្មងកសាងស្ដារអត់រួចទេអញ្ចឹងដើម្បីខ្លាចខាងនោះចាញ់ព្រៀបគឺទប់អាហ្នឹងមួយទប់ហ្នឹងគឺទទុចប្រអាក់ថាក្រមរដ្ឋាភិបាលក្រៅប្រទេសនេះខុសច្បាប់ទេមិនបានប្រយោជន៍ស្អីទេបោកយកតែលុយទេអីឡាក់នឹងឡាក់ទៅអាហ្នឹងទី1គឺខ្លាចព្រៀបហ្នឹងទី2គឺបំផ្លាញក្រមនេះដោយសារអីបងប្អូនត្រូវដឹងថាការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ2027ជិតមកដល់ហើយដើម្បីឲ្យការបោះឆ្នោតឃុំសង្កាត់នឹងប្រព្រឹត្តទៅបានគឺត្រូវការកម្លាំងហិរញ្ញវត្ថុដើម្បីជួយលើកស្លាកដើម្បីជួយឃោសនាដើម្បីជួយចោះជួបប្រជាពលរដ្ឋសហុយសដាក្នុងការតស៊ូមតិដើម្បីស្អីហ្នឹងហើយបើរដ្ឋាភិបាលកម្ពុជាគណៈបកប្រជាជនកម្ពុជាគាត់មានក្រុមអុកញ៉ាពុកលលួយលួចជាតិអីមួយចំនួនហ្នឹងយកលុយហ្នឹងខ្ជាក់យកមកដាក់ទៅគាត់មានខ្វល់អីលុយពីមន្ត្រីរាជការអីមួយចំនួនធ្វើការបម្រើបកអញ្ញាញ៉ៃបកនឹងរដ្ឋមិនដឹងណាជាណាទេហើយដល់អញ្ចឹងទៅគឺគាត់មានត្រូវការលុយមកពីណាព្រោះគាត់យកលុយជាតិយកលុយដែលស្អីហ្នឹងអញ្ញាញ៉ៃជួនកាលទូរទស្សន៍ជាតិផ្សាយឲ្យបកជួនកាលក្រសួងរដ្ឋផ្សាយឲ្យបកជួនកាលរដ្ឋមន្ត្រីក្រសួងហ្នឹងទៅចោះឃោសនាឲ្យបកជួនកាលមន្ត្រីតុលាការទៅហ៊ានប៉ូលីសអីហ្នឹងចោះមូលដ្ឋានឲ្យបកអញ្ញាញ៉ៃពេញទឹកពេញដីអត់មានតែររឿងខាងក្រមហ្នឹងទេលុយអស់ហ្នឹងក៏អត់ចាំបាច់ទេព្រោះមនុស្សទាំងអស់ដែលចោះទៅជួយបកតាមមូលដ្ឋានរបស់គណៈបកកណ្ដាលអំណាចសុទ្ធតែអ្នកខ្លះពុកលលួយបានលុយគៀបមកអញ្ចឹងយកទៅចោះមូលដ្ឋានចែកអំណោយចែកអីចឹងទៅប៉ុន្តែអាហ្នឹងគេអត់រករឿងគាត់ក៏អត់មានមកអត់មានឆ្ងល់ទេថាគេអត់រករឿងគាត់ទេព្រោះគេរករឿងក៏គាត់អត់បានទៅដោះស្រាយរកតម្លាភាពអីដែរព្រោះលួចជាតិអញ្ញាញ៉ៃពេញទឹកពេញដីគាត់អញ្ចឹងគាត់ការពារទៅវិញហើយដល់ពេលគ្នានៅហើយម្យ៉ាងទៀតរដ្ឋាភិបាលនៅក្នុងស្រុកខ្មែរគឺគាត់មានលុយមានកញ្ចប់ថវិកាមានអីគាត់ចង់ជួយគាត់ចង់ប្រើទូរទស្សន៍ជាតិគាត់ចង់ប្រើប្រព័ន្ធឃោសនាស្អីក៏ដោយគាត់ប្រវល់ក្បាលបានស្រេចចិត្តហើយនឹងសុទ្ធតែជាលុយកម្លាំងញើសឈាមបងពុនជូនរដ្ឋរបស់រាជតាយកទៅឲ្យអស់លោកជាទីប្រឹក្សារបស់រដ្ឋាភិបាលទៅបម្រើបាក់លុយរបស់រាជតាហើយអស់លោកបានលុយទាំងអស់ហ្នឹងយកមកបំពុលខុសរឿងអញ្ចឹងអត់រករឿងទេតមករករឿងគ្នានៅក្រៅប្រទេសរដ្ឋាភិបាលឬគណៈបកប្រឆាំងមានប្រាក់ខែមកពីណាសិតតែស្ម័គ្រចិត្តទាំងអស់
អត់មានលុយមួយរៀលទេចាយលុយកប៉ៅឯងទៅជិះយន្តហោះក៏ចាយលុយទៅស្នាក់ហូតែលក៏ចាយលុយទៅជួយឧបត្ថម្ភចាយលុយកប៉ៅឯងហើយឈប់ធ្វើការសម្រាប់មួយថ្ងៃពីរថ្ងៃខាត់លុយអស់100 200 300ដុល្លារអ្នកខ្លះ500ដុល្លារខាត់អាលុយការងារហើយមកជួយឧបត្ថម្ភចេះទៀតហើយគ្មានប្រាក់ឧបត្ថម្ភខ្លួនឯងទៀតតើអស់លោកគិតមើលថាតើបងប្អូនខ្មែរនៅក្រៅប្រទេសនេះមានគុណប៉ុណ្ណាសម្រាប់ជាតិសាសន៍ខ្មែរមួយនេះហេតុអីបានជាយើងមិនព្រមលើកទឹកចិត្តគាត់តែបែរទៅជាអង្គុយហែកភ័យខ្លាចរឿងគេហីលុយនេះគេហីលុយនោះតើអស់លោកយកអាបាបកម្មដាក់នៅក្នុងចិត្តដល់ប៉ុណ្ណាទៀតខ្ញុំពងតែឆ្ងល់បើគេរៃលុយដើម្បីប្តឹងថៃទៅតុលាការយុតិធធអន្តរជាតិឬព្រំដែនអន្តរជាតិវាចង្រៃអីអស់លោកហេតុអីបានជាអស់លោកដេកមិនលក់ខ្ញុំពងតែឆ្ងល់ពួកអីជួយថាបើរៃលុយយកទៅផឹកស៊ីរំរែក holiday អីណាច្រៀងការ៉ាអូខេអីដើម្បីតែផ្កាយ5ដេកសបាយក្រុមខ្លួនឯងអានឹងខ្ញុំតតាំង 100% ថាធ្វើនេះអគុណធម៌អសិលធម៌នេះទៅជួលមេធាវីដើម្បីប្តឹងថៃទៅតុលាការព្រំដែនអន្តរជាតិឡើយមកទប់ដំណើរហ្នឹងអត់ឲ្យគេរៃលុយហើយមកសិតតែអីណាតិចទៀតគេរៃហើយលុយហ្នឹងហើយចាំមើលពួកអាស្រមសបុតហ្នឹងមិនបាច់ទប់ទេគេរៃលុយចឹងមកយកមកឲ្យទៅឲ្យយកលុយមកពីណាគាត់មានតែលក់បឹងនៅឯណាគាត់មានតែលក់ព្រៃភ្នំនៅឯណាលក់ដើមឈើនៅឯណាជីករ៉ែមាសនៅឯណាកាយខ្សាច់នៅឯណាពុកលលួយយកដីរដ្ឋដើម្បីពុះលោចែកគ្នាដើម្បីលក់ចំណេញណាទៅកាងក្រុម scam នៅឯណាដើម្បីបានអាឆបបោកអនឡាញយកលុយបើកកាស៊ីណូអញ្ញាញ៉ៃគោះលុយគ្រប់កន្លែងដើម្បីយកមកគាត់បានលុយមកពីណាអ្នកនៅក្រៅហ្នឹងគឺជាលុយដោយសុចរិតដោយលុយការស្ម័គ្រចិត្តហ្នឹងគឺគាត់បានពីការបរិច្ចាគហ្នឹងតាហើយប្រជាពលរដ្ឋបរិច្ចាគដោយការពេញចិត្តអត់មាននរណាបង្ខំអត់មាននរណាភ្ជុងអត់មាននរណាអីទាំងអស់នេះគឺជាការធ្វើដោយធម៌ចុះអស់លោកដែលទៅរករឿងយាយទៅដាក់បិណ្ឌបាក់បាតដាក់អីប្រសង់ដែលទៅវាយបាតឬក៏ឈប់ឲ្យគាត់ធ្វើបន់ចឹងដែរអស់លោកដែលធ្វើចឹងដែរទេគេធ្វើអីតាមសទ្ធាគេអីក៏មួម៉ៅក្តៅក្រហាយអីក៏ម្លេះហើយជាខ្មែរដែរហេតុអីក៏ចង្រៃម្លេះខ្ញុំកំពុងតែឆ្ងល់បើចង្រៃចឹងនាំគ្នាទៅរករឿងរដ្ឋាភិបាលអារឿងលួចលុយជាតិទៅបំពកក្រុមនយោបាយក្រុមគណៈបកកណ្ដាលអំណាចឬក៏ធ្វើឲ្យមានអំពើពុករលួយបាត់លុយបាត់អីប្រជាពលរដ្ឋចាប់ពាក់បំណុលគេរុំសួតបើនិយាយអាចឹងអត់សូវអីទេតែមករករឿងអាគ្នាកវែកកឆ្នាំងហើយជាជនរងគ្រោះនៃអំពើអយុត្តិធម៌ដែលរដ្ឋាភិបាលអស់លោកហ្នឹងរំលាយគេចោលយកគណៈបកគេ55កៅអីទៅចែកគ្នាដូចនំហើយធ្វើឲ្យប្រទេសកម្ពុជាធ្លាក់ក្នុងស្ថានភាពគេថ្កោលទោសជុំទឹះគេដក EBA គេលែងរាប់រយយើងអីគេដកអ្នកសង្កេតការលែងទៅចូលបោះឆ្នោតគេដកជំនួយទាំងអស់លើកឡើងតែជំនួយមនុស្សធម៌ពីគ្រប់ប្រទេសអស់ហើយរួចទៅយើងអត់មើលអាហ្នឹងមករករឿងគេនៅក្រៅប្រទេសដែលកំពុងតែជួយដើម្បីឲ្យបានអ្វីដែលកំពុងចោលហ្នឹងមកវិញតើអស់លោកធ្វើនយោបាយស្អីក៏ប្រទេសផ្ដាស់យ៉ាងនេះខ្ញុំកំពុងតែឆ្ងល់បាយ3ពេលនេះគឺជាបាយចង្រៃមែនតើតំណងហើយដល់ពេលគាត់រៃអង្គាសហ្នឹងគឺរៃដើម្បីអញ្ចឹងហើយគាត់ភ័យមួយទៀតដែរដឹងបងប្អូនគាត់ភ័យអីហ៎គាត់ភ័យខ្លាចបងប្អូនខ្មែរនៅក្រៅប្រទេសហ្នឹងតែហ៊ានមានលុយមានអីរៃគ្នាអញ្ចឹងឲ្យកម្លាំងគណៈបកប្រឆាំងឬក៏ការតស៊ូមតិដើម្បីស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យកម្ពុជាមានទឹកមាត់លេបអាចទៅជួយគណៈបកប្រឆាំងនៅស្រុកខ្មែរហ្នឹងដើម្បីឲ្យគ្នាតតាំងផ្លាស់ប្ដូររបៀបដឹកនាំរដ្ឋដែលអញ្ញែញ៉ៃនេះអញ្ចឹងគាត់អត់ចង់ឲ្យដូរសោះហ្មងនិយាយទៅគឺគាត់ភ័យខ្លាចគេដូរព្រោះតែដូរទៅទី1គឺគាត់អត់អាចនៅឡប់ឡែម្ដងឆ្វេងម្ដងស្ដាំចេះនឹងធ្វើ MOO ចេះឬក៏លលោកឬក៏អីបាយ3ពេលហ្នឹងគាត់បានឲ្យគេក្រាលកំរាលព្រំក្រាលអីចឹងសបាយអីក្អាយអីបន្តិចតាមពិតហេតុអីបានជាយើងចាំបាច់ទៅអញ្ចឹងគាត់សបាយនឹងឲ្យមានអញ្ញែអញ្ញៃអញ្ចឹងគាត់ជាឱកាសនិយមអាចរលួយបានតែរាជខ្មែរ8 10លានទឹកភ្នែកក៏អត់ភ័យទេក៏អត់ព្រួយទេរឿងហ្នឹងក៏បើថាគណៈបកប្រឆាំងនេះមានប្រជាប្រិយគឺគាត់ភ័យហើយពួកភ័យអីមិនមែនភ័យខ្លាចខ្មែរមានទេភ័យខ្លាចគាត់នឹងបាត់ប្រយោជន៍អញ្ចឹងប្រយោជន៍សួនតួគឺចង្រៃអញ្ចឹងតែបើយើងគិតពីប្រយោជន៍ជាតិយើងអត់មានមកទូម្នេញអីនៅក្នុងការរៃលុយទេព្រោះការបោះឆ្នោតចិត្តមកដល់ហើយបងប្អូនបើខ្មែរក្រៅប្រទេសនេះណាមិននាំគ្នាជួយគណៈបកប្រឆាំងនៅក្នុងប្រទេសជាថវិកាលើកស្លាកលើកអីជួយឧបត្ថម្ភទេគ្នាក៏លំបាកហើយបើលំបាកយើងស្រែកដាច់ខ្យល់ងាប់ក៏អត់បានជួយអីដែរព្រោះអាការផ្លាស់ប្ដូរដូចជាវិជ្ជមានអីក៏ដោយគឺវាកើតឡើងពីអ្នកនៅមូលដ្ឋានអ្នកនៅខាងក្រៅអាចស្រែកមើលទៅឧទាហរណ៍នៅអ៊ីរ៉ង់បានហើយអ៊ីរ៉ង់ណាអាមេរិកទម្លាក់គ្រាប់ឡើងចង់ខ្ទេចងាប់មេដឹកនាំអស់ហើយក៏ប៉ុន្តែមិនទាន់អាចនឹងផ្លាស់ប្ដូរមេដឹកនាំអ៊ីរ៉ង់បានទេដោយសារអីដោយសារអ្នកនៅមូលដ្ឋានហ្នឹងគេបង្ក្រាបអស់ហើយអញ្ចឹងរហអ្នកណាមកដើម្បីស្នងដើម្បីជំនួសអត់បានតែកម្ពុជាមិនមែនអញ្ចឹងទេបងប្អូនណាកម្ពុជាមិនមែនអ៊ីរ៉ង់ទេកម្ពុជាគេរំលាយខ្លះកម្រិតអីមែនហើយប៉ុន្តែនៅមានមូលដ្ឋានលោកកឹមសុខានៅក្នុងស្រុកខ្មែរនៅឡើយបាត់សិទ្ធិនយោបាយមែនក៏ប៉ុន្តែមានបើថាឲ្យគាត់ឡើងព្រឹបគឺគាត់អាចឡើងបានលោក
រងឈុនក៏តែអញ្ចឹងដែរនៅស្រុកខ្មែរនៅឡើយទេបិទទៅថាគាត់បាត់បង់សិទ្ធិនយោបាយមែនប៉ុន្តែបើមានការផ្លាស់ប្ដូរអីគាត់ឡើងព្រឹបដឹកនាំប្រទេសគឺប្រទេសប្រជាពលរដ្ឋគឺមូលមាត់គ្នាបោះឆ្នោតឲ្យទៅបានព្រឹបភ្លាមហ្មងវាអត់មានប្របាកអញ្ចឹងទេណាអញ្ចឹងហើយបានជារឿងទាំងអស់ហ្នឹងគឺវាត្រូវការលើកទឹកចិត្តអ្នកនៅមូលដ្ឋានអានេះហើយដែលពួកក្រុមគណៈបកការអំណាចកំពុងអភ័យអញ្ចឹងហើយបានជាខ្ញុំលើកទឹកចិត្តបងប្អូនថាដើម្បីឲ្យមានការផ្លាស់ប្ដូរជីវិតជំនាញនៅកម្ពុជាសាកល្បងឈប់បោះឆ្នោតឲ្យគណៈបកប្រជាជនម្ដងមើលហើយជួយគ្រប់គ្រងគណៈបកប្រឆាំងណាដែលអស់លោកគិតថាពេញចិត្តទៅខ្ញុំមិនមានគណៈបកណាមួយដែលនេះមិនទាន់ទៅថាចាំដល់ពេលហ្នឹងចាំខ្ញុំប្រាប់ក៏ប៉ុន្តែឥឡូវហ្នឹងគឺអ្នកណាក៏ដោយឲ្យតែមិនមែនជាគណៈបកប្រជាជនហើយដែលជាការដែលយើងអាចជំនួសឲ្យជាសម្លេងផ្ទៀងផ្ទាត់គ្នាបន្តិចបលែងឲ្យគាត់ធ្វើមួយសារទៅដើម្បីឲ្យគណៈបកប្រជាជនរៀងចាលហើយបើគណៈបកប្រជាជនកែប្រែ180ដូចការ៉េបោះឲ្យគណៈបកប្រជាជនទៀតក៏អត់ចង្រៃអីដែរខ្ញុំប្រកាន់ចំហអញ្ចឹងព្រោះខ្ញុំចង់ឲ្យមានការផ្លាស់ប្ដូរហើយកុំភ្លេចណាការផ្លាស់ប្ដូរជាវិជ្ជមាននៅស្រុកខ្មែរគឺកើតឡើងតាមរយៈការបោះឆ្នោតមិនចំពោះថាកចបហ្នឹងមិនឯករាជ្យអីក៏ដោយព្រោះអីមានតែវិធីនេះទេព្រោះវិធីធ្វើសង្គ្រាមធ្វើអីហ្នឹងវាចាស់កម្រិលហួសសម័យហើយត្រូវការទាំងអស់គ្នាត្រូវចេះចាប់ឱកាសយកដងដាវដែលលោកហ៊ុនសែនហុចមកឲ្យគាត់ថាងើបមួយវាយមួយគាត់វាយបានបើសិនជាយើងធ្វើជារបៀបចលនាបដិវត្តពណ៌អីទៅតាមការលាបពណ៌របស់គាត់ក៏ទាញយឺតឲ្យដូចកស៊ូបានក៏ប៉ុន្តែបើគ្រាន់តែយើងបង្កើតគណៈបកនយោបាយហើយយើងឃោសនាទៅសន្តិវិធីនិយាយប្រកួតតែគោលនយោបាយរបស់យើងដែលអាចធ្វើឲ្យល្អជាងគណៈបកប្រជាជនណាអត់មានលោកហ៊ុនសែនណាមកហ៊ានបង្ក្រាបយើងបានទេព្រោះអីដែលយើងបង្ក្រាបអញ្ចឹងគឺគាត់អត់មានលេសទេហើយគាត់អត់មានលេសហ្នឹងហើយដែលជាឱកាសដែលបងប្អូនហ្នឹងយកឱកាសហ្នឹងដើម្បីប្រើប្រាស់ហើយទៅស្ថានីយបោះឆ្នោតឲ្យច្រើនហើយផ្អាកការបោះឆ្នោតឲ្យគណៈបកកណ្ដាលអំណាចមិនមែនជាការរើសអើងនយោបាយទេប៉ុន្តែជាការធ្វើឲ្យគណៈបកកណ្ដាលអំណាចរៀងចាលដើម្បីឲ្យគាត់កែព្រោះគាត់អត់កែដោយសារតែគណៈបកគាត់ឈ្នះឆ្នោតរហូតតែបើសិនជាគណៈបកគាត់ថយឆ្នោតហើយបងប្អូនបោះគឺវាទៅហើយបងប្អូននឹងសួរខ្ញុំថាមានសង្ឃឹមស្អីដូចសង្គ្រោះជាតិចឹងតាមកពេញទំហឹងចេះគេក្រាត់ចោលបាត់ទៀតហើយគេរំលាយចោលទៀតកម្ពុជាម៉ោងនេះអត់ដូចសម័យ2017ទេបងប្អូនកម្ពុជាកំពុងរងគ្រោះច្រើនយ៉ាងណាស់បញ្ហាព្រំដែនបញ្ហា scam បញ្ហាសេដ្ឋកិច្ចបញ្ហាភ្ញៀវទេសចរបញ្ហានយោបាយការប្រែប្រួលពិភពលោកកម្ពុជាកំពុងតែលង់ទឹកដូច្នេះកម្ពុជាអត់មានស្តុកមានអីទ្រព្យធនអីសម្បូរហូរហៀដើម្បីបង្ក្រាបប្រជាពលរដ្ឋឲ្យបានសាហាវដោយកាលពីសម័យឆ្នាំ2017ទេព្រោះ2017យើងស៊ីគេដែលសល់ពីគណៈបកប្រឆាំងដែលខំជួលគ្នាជាមួយគណៈបកឬថាធ្វើរដ្ឋាភិបាលមានក្នុងរដ្ឋសភាបោកអន្តរជាតិឲ្យជួយឥឡូវហ្នឹងទ្រព្យដែលប្រមូលមកគណៈបកប្រជាជនស៊ីគេហ្នឹងអស់ហើយគេដែលសល់ពីគណៈបកប្រឆាំងមកជួយគ្នាមកបោកសហគមន៍អន្តរជាតិឲ្យខ្ជាក់លុយពី1991កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីហ្នឹងកម្ពុជាស៊ីគេនឹងអស់ហើយ2017មកនៅសល់មួយខ្យល់បន្តិចដល់2018 19 20 21កូវីដមកអាលីងមកដល់តែពេល22 23 24 25 26ខ្ទេចអស់ហ្មងឥឡូវមានសង្គ្រាមជាមួយថៃដឹងយើងអស់អាលីងគឺវាយយើងព្រឹបបាក់ស្មារតីសេដ្ឋកិច្ចក៏យើងទុនអីក៏ទុនអញ្ចឹងសេដ្ឋកិច្ចកំពុងតែយ៉ាប់ហើយនៅពេលដែលយ៉ាប់បងប្អូនដឹងមិនទេរដ្ឋាភិបាលរងសម្ពាធអន្តរជាតិហើយបងប្អូនត្រូវចេះចាប់ឱកាសនេះព្រោះរដ្ឋាភិបាលសពថ្ងៃគឺរដ្ឋាភិបាលលោកហ៊ុនម៉ាណែតនេះគឺកន្លងមកអត់ដែលស្ដាប់សហរដ្ឋអាមេរិកសិតស្អីណា EBA ដក 100% ក៏បានដែរមិនទឹះក្បាលខ្មែរអីទេដល់តែពេលឥឡូវអាមេរិកប្រាប់ថាណែបើអត់កែ 49% ណាអារឿងតំណែងនាំមកពីចិនមកបិទស្លាកបោះត្រានៅស្រុកខ្មែរយកមកលក់អាមេរិកគឺណែដាក់ដល់ឥឡូវកែភ្លាមចេញច្បាប់មកថាអូឈប់នាំតំណែងពីចិនមកគ្រាន់តែបិទស្លាកបោះត្រាឃើញទេឃើញកែភ្លាមទេឥឡូវអាមេរិកប្រាប់ទៀតថាណែ 10% ទៀតដាក់ទៀតឥឡូវបើសិនជាអត់កែរឿងពលកម្មដោយបង្ខំ 3-4 ថ្ងៃមុនទៅទៀតធ្វើច្បាប់ធ្វើអីទៀតតែខ្ញុំឈប់ឲ្យអត់ធ្វើឲ្យអនុញ្ញាតមានពលកម្មដោយបង្ខំអីចឹងឡាក់ហ្នឹងឡាយើងរងអតិពលដែលរងអតិពលអញ្ចឹងពីកាលលើកមុនអាមេរិកគ្រាន់តែនិយាយពីរឿងជំនួយអីទៅសមុទ្ររៀមអូអត់ទេអាមេរិកអត់ត្រូវការអត់អីទេណាឯងស្អីណាខ្ញុំមិនត្រូវការណាឯងអីចឹងខ្ញុំមិនអត់មិនដាច់ពោះងាប់ទេទៅយកអាវុធអាមេរិកចាស់យកមកបំផ្លាញចោលហើយទៅវាយតោកវាយស្តង់វាយអាកន្លែងអីអាគារដែលអាមេរិកជួយលុយហ្នឹងមកយកលុយចិនមកសង់នៅដែនសមុទ្ររៀមផ្កើនគ្រប់យ៉ាងដល់ឥឡូវអោបជើងអាមេរិកសុំឲ្យមានពានរង្វាន់ Nobel សន្តិភាពទៅសុំឲ្យអាមេរិកនឹងលាក់ជួយផ្សះផ្សានេះជួយផ្សះផ្សានោះយើងដែរស្ដាប់អាមេរិកពីកាលបងប្អូននេះជាសញ្ញាណប្រាប់ថាកម្ពុជាទាល់ច្រកហើយខ្ញុំមិនចង់ឲ្យបងប្អូននិយាយថាតល់ច្រកហ្នឹងយើងចង់ស្អីណាចិត្តតែជន់គេថែមអត់ទេខ្ញុំថាកម្ពុជាតល់ច្រកនេះគឺជាឱកាសមាសសម្រាប់អ្នកតស៊ូមតិនៅក្រៅប្រទេសកុំប្រើអំពើហិង្សានេះគឺជាវិធីដ៏ល្អបំផុតដែលប្រើធម៌ត្រជាក់អហិង្សា
តស៊ូតាមរដ្ឋធម្មនុញ្ញកម្ពុជាតាមចលនាគណៈបកនយោបាយគណៈបកប្រជាជនកម្ពុជាចាំឲ្យបងប្អូនគេនឹងមិនទុកឲ្យគណៈបកប្រឆាំងបាននៅស្រួលទេក៏ប៉ុន្តែក៏កំចាយគណៈបកប្រឆាំងនេះមិនស្រួលដូចឆ្នាំ2017ទៀតដែរព្រោះអីគណៈបកប្រឆាំងកំពុងតែបានសហគមន៍អន្តរជាតិជាពិសេសសហរដ្ឋអាមេរិកឬក៏អាពេលដែលសេដ្ឋកិច្ចខ្មែរកំពុងមានបញ្ហានេះគឺកម្ពុជាមេដឹកនាំអត់មានអំណាចអីនៅក្នុងការបោកអន្តរជាតិបានទេព្រោះអីតែហ៊ានធ្វើខុសរឿងសហជីពគេដាក់ពន្ធថែមយើងដាច់ខ្យល់ងាប់ទៀតយើងត្រូវការជំនួយគេហត់តែហ៊ានធ្វើអីរដ្ឋបတ်សិទ្ធិសេរីភាពគណៈបកនយោបាយយើងក្បត់រដ្ឋធម្មនុញ្ញគេនឹងរឹបទៀតចុះយើងសួរថាចាំងកាលពីមុនគេអត់រឹបអីចាគេរឹបប៉ុន្តែយើងនៅទ្របដូចខ្ញុំនិយាយចឹងទ្របដែលសល់ពី91 93មកមានគណៈបកប្រឆាំងគណៈបកសង្គ្រោះជាតិអីនៅក្នុងហ្នឹងគឺយើងចាយទ្របនឹងអត់ទាន់អស់តែចាប់ពី2017មកទ្របចាយបាន3 4ឆ្នាំដល់សម័យកូវីដគឺយើងអស់អាលីងដល់ពី2021 22 23 24គឺអស់អាលីងបែកបាក់គ្នាខ្ចាត់ខ្ចាយសេដ្ឋកិច្ចក៏ធ្លាក់អីក៏ធ្លាក់យើងដឹងហើយសេដ្ឋកិច្ចដំបូង 7% ឥឡូវយើងចុះនៅ 5. អី%យើងឃើញតាមិនមែនបានន័យថាវាធ្លាក់ចុះដល់0ទេក៏ប៉ុន្តែវាធ្លាប់ឡើងដល់7តែឥឡូវយើងចុះមកនៅត្រឹម5គឺចុះរហូតហើយដោយសារតែចុះរហូតនេះគឺវាប៉ះពាល់ដល់អាពេលដែលឆ្នាំដែលយើងត្រូវបានคล้ายទៅជាប្រទេសអ្នកមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់អីណានោះដែលយើងថា2029 2030យើងគម្រោងអីណាសិបប្រទេសអ្នកមានបានហើយកុំសម័យដល់ហ្នឹងឥឡូវសម័យតែរឿងមានតែស្ពៃហូបអីគ្រប់សិនបានហើយកុំដល់ថ្នាក់ទៅរស្អីណាលុកលាក់ហ្វីឡុងហ្វីលេអត់ទេឲ្យតែមានស្ពៃហូបអង្គហូបបាយ3ពេលហ្នឹងចាត់ទុកថារស់ហើយកុំសម័យខ្ពស់ពេកព្រោះយើងទៅអត់ដល់ទេដោយសារស្ថានភាពយើងអញ្ចឹងហើយបានជាខ្ញុំប្រាប់ថាលោកហ៊ុនសែនណាចុងក្រោយនេះយើងក៏ដែរនិយាយចឹងឯណាលោកហ៊ុនសែនគឺជាមនុស្សហិង្សាណាស់មេដឹកនាំដ៏ហិង្សានិងអសរោះបំផុតនៅលើលោកហើយបង្រៀនកូនចៅគាត់នឹងឲ្យហិង្សាពេញទីប្រទេសបើថាមានអំពើហិង្សាកើតឡើងកុំបាច់សួរណាគឺសួរលោកហ៊ុនសែនព្រោះដឹងឆ្ងាយត្បិតដងកូនសោតរែងឆ្កងត្បិតមេបាហើយបើថាណាបាត់ផ្សារពៀលាជេរបតិចគ្នាហ្នឹងកុំសួរណាសួរលោកហ៊ុនសែនព្រោះគាត់ជាមេបាគាត់បចោគេតែអញ្ចឹងដែរតែឥឡូវអ្វីដែលគាត់និយាយលើកក្រោយនេះគឺខ្ញុំចាប់អារម្មណ៍អំពីការបត់បែនទុនភ្លុនរបស់លោកហ៊ុនសែនមួយកលៈដែរព្រោះគាត់និយាយថាអញ្ចេះគាត់ថាមកនេះទៅណាងើបមួយនៅតែងើបមួយវាយមួយដដែលទេអត់មានចោលទេកន្លែងហ្នឹងគឺគាត់អត់ចោលខ្ញុំគ្រប់គ្រងថាគាត់និយាយហ្នឹងគឺចេញពីចរិតពិតរបស់គាត់ប៉ុន្តែសារនេះអត់មានទម្ងន់ធ្ងន់ដូចលើកមុនទេព្រោះគាត់ប្រើពាក្យថាគាត់ងើបមួយវាយមួយតែអ្នកណាដែលរៀបចំធ្វើបដិវត្តពណ៌ផ្ដួលរំលំរដ្ឋាភិបាលតែបើអ្នកតស៊ូមតិឬក៏តស៊ូរៀបចំនៅក្នុងការបោះឆ្នោតដោយត្រឹមត្រូវដោយសន្តិវិធីត្រូវច្បាប់គាត់អត់ធ្វើបាបទេបងប្អូនត្រូវចាប់ចំណុចហ្នឹងឲ្យបានលោកហ៊ុនសែនដែលនិយាយចឹងពីមុនមកហើយពីមុនមកគឺគាត់និយាយថាងើបមួយវាយមួយអ្នកណាក៏ងើបមួយអ្នកណាក៏វាយមួយអ្នកណាក៏បដិវត្តពណ៌ដែរគឺគាត់លៀបទាំងអស់ចឹងមកម្ដងនេះហេតុអីបានគាត់និយាយសារហ្នឹងគឺដោយសារគាត់រងសម្ពាធអន្តរជាតិហើយសម្ពាធនេះបន្តិចទៀតលោកហ៊ុនសែននឹងឡើងមកទៀតហើយអូគ្មានតែខ្លាច់អន្តរជាតិណាទេមិនដាច់ខ្យល់ងាប់ទេអត់ទេកុំមើលពាក្យគាត់និយាយមើលទង្វើដែលរដ្ឋាភិបាលខ្មែរធ្វើអត់មានសុកមកធ្វើអីច្បាប់ដើម្បីឲ្យគេបន្ថយពន្ធវាល្អហើយខ្ញុំពេញចិត្តមែនតើខ្ញុំសូមសរសើររដ្ឋាភិបាលកម្ពុជានៅក្នុងការដែលហ៊ានធ្វើតាមអតិពលសម្ពាធរបស់រដ្ឋាភិបាលអាមេរិកដើម្បីបានគេបន្ទូបន្ថយពន្ធចំណេញដល់កម្មករយើងខ្ញុំគ្រប់គ្រង 100% រដ្ឋាភិបាលធ្វើនេះត្រូវហើយរណបអាមេរិកក៏បានដែរអត់អីទេយើងសុកចិត្តបាន hamburger បាន hot dog បានលុកលាក់ហ្វីឡុងហ្វីលេហូបក៏អត់មានឆ្កងអីដែរធ្វើទៅខ្ញុំគ្រប់គ្រង 100% ក៏ប៉ុន្តែយើងឃើញ2 ដងហើយណា2លើកហើយដែលកម្ពុជាចាប់ផ្ដើមមកអង្វរអាមេរិកមកចរចារឿងពន្ធកម្ពុជាអត់ដែលអង្វរចរចាជាមួយសហគមន៍អឺរ៉ុបពេលដែលគេដក EBA ទេដោយសារអី EBA ដក 20% ក៏ខ្មែរគិតថាវាមិនអីទេព្រោះអីបានតែ$4000 លានហ្នឹងចេញទៅអឺរ៉ុបមកអាមេរិកគឺគុណនឹង13,000 លានដុល្លារដូច្នេះកម្ពុជាអត់ហ៊ានប៉ះមួយអាមេរិកហើយអាមេរិកចាប់ផ្ដើមដាក់លក្ខខណ្ឌច្រើនណាមិនមែនសម្រាប់តែពាណិជ្ជកម្មទេគឺលក្ខខណ្ឌសិទ្ធិមនុស្សនិងសហជីពដែរអញ្ចឹងបងប្អូនត្រូវយកឱកាសមាសហ្នឹងតស៊ូនៅក្នុងប្រទេសតាមបែបប្រជាធិបតេយ្យថាគេធ្វើទុកបុកម្នេញយ៉ាងណាក៏ដោយប៉ុន្តែត្រូវធ្វើយ៉ាងម៉េចកុំឲ្យខ្លួនខុសច្រើនធ្វើអីក៏គេចាប់កំហុសដែរអ្នកមិនធ្វើអីសោះក៏ខ្លាយទៅជាជនរងគ្រោះដែរនៅក្នុងរបៀបដឹកនាំរដ្ឋសពថ្ងៃគ្រាន់តែមិនដល់វេនអ្នកនេះប្រសាសន៍របស់លោកដិតកែមលីក៏ប៉ុន្តែបើយើងធ្វើឲ្យកុំឲ្យគេចាប់ដានបានជាពិសេសគឺគ្រាន់តែទៅឃោសនាបោះឆ្នោតលើកស្លាកសុំច្បាប់គេធម្មតាឃោសនាឬក៏អប់រំប្រជាពលរដ្ឋសកម្មជនមូលដ្ឋានចូលរួមធ្វើអីតាមអ្វីដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញហើយធ្វើឲ្យត្រឹមត្រូវហើយជៀសវាងការប្រមាថបុគ្គលខ្ញុំហាមផ្ដាច់បងប្អូនណាខ្ញុំហាមផ្ដាច់រឿងនេះបើនៅស្រុកអាមេរិកនេះយើងនិយាយបានព្រោះស្រុកគេសេរីតែនៅកម្ពុជាចាប់ពីពេលនេះតទៅបងប្អូននៅមូលដ្ឋានទាំងអស់កាត់បន្ថយការជេរបតិចបុគ្គលកុំឲ្យគេយល់លេសថាយើងខុសច្បាប់បរិហារគេឬក៏អីញុះញង់អីយើងកុំបាច់ធ្វើអីទៀតម៉ោងនេះហើយកុំបាច់ជេរបុគ្គលណាឲ្យអាក្រក់អីទៀត
មនុស្សនៅក្នុងគណៈបកប្រជាជនកម្ពុជាអស់សាច់នឹងរិះគន់ហើយមិនបាច់ចាំទៅកែរូបមិនបាច់ចាំទៅហែកក្រុមគ្រួសារគេមិនបាច់ចាំទៅអីទៀតវាអស់ហើយអស់សាច់នឹងរិះគន់ហើយអញ្ចឹងម៉ោងនេះគឺយើងប្រកួតប្រជែងគោលនយោបាយអស់លោកប្រាប់តឧទាហរណ៍ថាបើគណៈបកអស់លោកជាប់ឆ្នោតយើងនឹងដោះស្រាយយោធាយ៉ាងម៉េចតម្លើងប្រាក់ខែឲ្យគាត់ប្រមាណដោះស្រាយរឿងយ៉ាងម៉េចចាស់ប្រមាណកសិករកម្មករប្រាក់ខែប្រាក់ឈ្នួលអីឡាក់នឹងឡាក់ប្រកួតគោលនយោបាយបែបនេះហើយនិយាយពីគោលនយោបាយនឹងឲ្យបានរាល់ថ្ងៃយើងនឹងធ្វើឲ្យជាតិខ្មែរនេះរឹងមាំអញ្ចេះហើយយើងនឹងមានធ្វើដោយការអនុវត្តតាមគោលការណ៍អញ្ចេះយកស្អីឲ្យមានភ័ស្តុតាងឲ្យមានអីឲ្យជជែកតែពីរឿងគោលនយោបាយបដោះបដាលធនធានមនុស្សហើយពង្រឹងសិលធម៌គុណធម៌សុជីវធម៌ឲ្យខ្លាំងព្រោះគណៈបកប្រជាជនកម្ពុជាអសិលធម៌អគុណធម៌បាតផ្សារគឺយើងឈ្នះអាហ្នឹងដោយការដែលសុទ្ធគុណធម៌សិលធម៌ហើយយើងត្រឹមត្រូវមានតែវិធីហ្នឹងទេដែលយើងកេងឈ្នះហើយនាំគ្នាទៅបោះឆ្នោតហើយកុំបោះឆ្នោតឲ្យគណៈបកប្រជាជនកម្ពុជាសាកល្បងមើលមួយអាណត្តិសិនបើមួយអាណត្តិហ្នឹងវាអត់បានផលយើងគិតទៀតប៉ុន្តែខ្ញុំគិតថាបើសិនជាគណៈបកប្រឆាំងបានតែ30កៅអីនៅអាលើកនេះបោះឆ្នោត2027បោះ2028នេះណាគណៈបកប្រជាជនកម្ពុជានឹងកែ180ដឺក្រេមកខ្វល់ហើយប៉ុន្តែឥឡូវហ្នឹងចឹងបានថាអហិង្សាសិលធម៌គុណធម៌សុជីវធម៌ធ្វើឲ្យត្រូវច្បាប់ដើម្បីឲ្យលេសរបស់គេទោះលេសយ៉ាងណាក៏វាពិបាកស៊ីដែរតែបើយើងធ្វើឲ្យគេមានអាដាននឹងទៀតវាងាយស្រួលខ្ញុំអកុសលទេបងប្អូននៅស្រុកអាមេរិកនេះអ្នកនយោបាយរិះគន់អ្នកណាក៏បានដែរប៉ុន្តែវាស្រុកគេសេរីស្រុកយើងវាអាណាធិបតេយ្យហើយនឹងផ្ដាច់ការអញ្ចឹងយើងត្រូវតែកាត់ក្បាលឲ្យត្រូវកាត់តម្រឹមក្បាលឲ្យត្រូវមួកវិញសំទោសហើយបែបប្របាក់ដែរក្បាលឲ្យត្រូវមួកប៉ុន្តែស្រុកខ្មែរបរិបត្តិហ្នឹងវាអញ្ចឹងតែខ្ញុំមិនឲ្យយើងទៅអោនក្បាលយើងទៅចោះចូលយើងទៅអង្វរលិតស្បែកជើងគេទេគឺយើងធ្វើតាមស្របច្បាប់ត្រូវច្បាប់ហើយបងប្អូនខ្មែរក្រៅប្រទេសហ្នឹងត្រូវតាំងចិត្តគ្រប់គ្នាថាអត់មានការជេរបចោគណៈបកប្រជាជនកម្ពុជាបានឈ្នះឆ្នោតទេអត់ទេអត់មានការហែកយករូបថតប្តីប្រពន្ធគេក្រុមគ្រួសារគេមកអាហាភាសប៉ាតណាប៉ាតណីឈ្នះឆ្នោតអត់ទេគឺអស់លោកកំពុងតែធ្វើឲ្យចាញ់ឆ្នោតគណៈបកប្រជាជនកម្ពុជាព្រោះគេមានក្រុមគេប្រឡែងឆ្កែកាយគេមកដែរហើយយើងចិត្តតែខំគ្នាទៅវាធ្វើឲ្យខាតកម្លាំងហើយមើលទៅដូចតែគ្នាគេកំពុងតែយកសមិទ្ធផលដូចថៃកំពុងមើលយើងសប្ងៃអញ្ចឹងបងប្អូនយើងកំពុងតែឆ្លោះគ្នាថៃគេចាប់ដើមធ្វើលេនឋានគេចាប់ដើមពង្រឹងលបងពង្រឹងអីរហូតហើយយើងនោះអូបន្តិចទៀតយកមកទាំងអស់បន្តិចទៀតនឹងថៃបាក់តបយើងចេះតែគិតទៅតែថៃគេរឹងមាំមួយថ្ងៃតិចគេកសាងលបងគេដាក់បន្លាលួសគេដាក់កុងតឺន័រគេដាក់រថក្រោះគេដាក់អីហើយយើងនេះចេះតែសម័យរឿងហេងកឲ្យមន់ចឹករហូតអា30កុកដឹងរហូតអត់ធ្វើអញ្ចឹងទេកុំធ្វើរបៀបខ្មែរយើងធ្វើជាមួយថៃសប្ងៃអត់ឈ្នះថៃទេពង្រឹងកម្លាំងសិលធម៌សុជីវធម៌ផ្ទៃក្នុងរបស់ក្រមខ្មែរក្រៅប្រទេសនិងគណៈបកប្រឆាំងហើយអ្នកណាក៏ដោយចាំណាបងប្អូនពីថ្ងៃនេះទៅអ្នកនៅក្នុងគណៈបកប្រឆាំងដែលមិនគ្រប់គ្រងរដ្ឋាភិបាលជាឃោសនិកគណៈបកប្រឆាំងដែលថាស្រឡាញ់គណៈបកប្រឆាំងអ្នកណាក៏ដោយដែលយករូបភាពកាត់តជេរបចោឬក៏បរិហាគេបុគ្គលឲ្យប៉ាតណាប៉ាតនៃយក AI យកមកធ្វើជាត្រីមុខបន្លំព័ត៌មានប្រឌិតព័ត៌មានដើម្បីវាយប្រហារគណៈបកកណ្ដាលអំណាចឬក្រុមគ្រួសារតកូលហ៊ុនណាអ្នកនោះឯងបំផ្លាញគណៈបកប្រឆាំងទេចាំសម្ដីខ្ញុំអ្នកនោះឯងគឺជាអ្នកកំពុងបំផ្លាញគណៈបកប្រឆាំងហើយថ្ងៃក្រោយអស់លោកនឹងឃើញកាឡាកតុយគាត់លៀនមករត់ចូលទៅគណៈបកប្រជាជនអស់អាលីងហើយទៅហើយចាប់ផ្ដើមខកចិត្តហើយអញ្ចឹងបើឃើញអញ្ចឹងទេអាចនាំគ្នាណែនាំប្រាប់គាត់ទាំងក្នុងផ្ទៃក្នុងបកទាំងអ្នកណាទាំងអស់ប្រាប់ថាមិនគួរធ្វើអញ្ចឹងទេឲ្យចេះទាញគ្នាចេះសរសើរឲ្យស្លាប់កុំបង្អាប់ចេះបង្អាប់ឲ្យរស់កុំសរសើរឲ្យស្លាប់បាទឥឡូវចឹងបានថាខ្ញុំនៅតែលើកទឹកចិត្តថាវិធីគឺកសាងមូលដ្ឋាននៅស្រុកខ្មែរឲ្យរឹងមាំហើយរៀបចំឡើងវិញបងប្អូនណាមានអ្នកខ្លះមានគំនិតថាអូយចាក់ស្មុកណាស់បើគេរំលាយបានគេរំលាយទៀតហើយអត់ទេដូចខ្ញុំនិយាយចឹងកម្ពុជាអត់ដូច2017ទេកម្ពុជាកំពុងតែរងសម្ពាធអន្តរជាតិសម្ពាធព្រំដែនសម្ពាធសពបែបយ៉ាងសម្ពាធសេដ្ឋកិច្ចសម្ពាធនយោបាយដូច្នេះរឿងនេះគឺគេដូរអស់ហើយតារដ្ឋាភិបាលគេចាប់ផ្ដើមទុនបដាអញ្ចឹងយើងយកឱកាសហ្នឹងបានថាស្ថានភាពអត់ដូចមុនទេសំបីតែសារងើបមួយវាយមួយរបស់លោកហ៊ុនសែនក៏អត់ដូចមុនដែរហើយរឿងដែលគាត់អត់ដោះលែងអ្នកទោសមនសិការអត់ឲ្យលោករងឈុនមានសិទ្ធិធ្វើនយោបាយអត់ឲ្យលោកកម្មសការមានសិទ្ធិនយោបាយមិនមែនជារឿងល្ងងខ្លៅរបស់គណៈបកប្រជាជនកម្ពុជាទេជាល្បិចហើយនឹងភាពឆ្លាតវៃរបស់គណៈបកប្រជាជនកម្ពុជាក្នុងការប្រាប់បងប្អូនឲ្យដឹងថាខ្ញុំល្ងងក៏ថាទៅថាខ្ញុំបំផ្លាញសិទ្ធិមនុស្សក៏ថាទៅប៉ុន្តែខ្ញុំទៅឈួតដោះលែងលោករងឈុនឲ្យមានសិទ្ធិនយោបាយដោះលែងលោកកម្មសខាឲ្យមានសិទ្ធិនយោបាយឲ្យឈ្នះឆ្នោតបើយើងកំពុងបាក់ប្រជាប្រិយយ៉ាងនេះហ្នឹងតែប្រឡែងគាត់ទៅដូចយើងឲ្យគេទៅទេហ៎ដូច្នេះទុកឲ្យគាត់ជាប់អញ្ចឹងទៅណារិះគន់អីរិះគន់ទៅប៉ុន្តែប្រហើបបន្តិចវិញអញ្ចឹងយើងយកឱកាសប្រហើបបន្តិចហើយអត់មានចាប់ផ្ដើមពីចំណុច0ទៅទេណាបងប្អូនតិចច្រឡំថាអូយគណៈបកសង្គ្រោះជាតិចំណាយលុយពេលវេលា25ឆ្នាំតម្រាំបានប៉ុណ្ណឹងគេរំលាយអស់
ហើយឥឡូវយើងចាប់ផ្ដើមកវៃកឆ្នាំងសូនអញ្ចឹងងាប់ហើយកាលឈ្នះគេទេលោកមិនមែនសូនទេបងប្អូនមូលដ្ឋាននៃប្រជាពលរដ្ឋដែលស្អប់អំពើឈ្លានពានថៃស្អប់នឹងភាពអសមត្ថភាពរបស់រដ្ឋាភិបាលមិនពេញចិត្តអំពើពុករលួយបញ្ហាអត់ការងារធ្វើបញ្ហាអប់រំបញ្ហា scam បញ្ហាអីគឺវានៅពេញផ្ទៃប្រទេសដូច្នេះប្រជាពលរដ្ឋត្រូវការតែគណៈបកណាមួយដែលគ្រាន់តែជាការនាំមុខដើម្បីឲ្យលូតចឹងហើយបានជាគណៈបកប្រជាជនកម្ពុជាអង្គុយចាំក្តិចហ្នឹងហងៃចាំក្តិចអញ្ចឹងចាំមើលតែឃើញក្រុមណារៀងលូតតិចក្តិចក្រុមណាមកផ្ដុំគ្នាបើអត់ទាន់ផ្ដុំគ្នាអត់ទាន់ក្តិចទេចាំសម្ដីខ្ញុំបើអត់ទាន់ផ្ដុំគ្នាអត់ក្តិចទេនៅលោកមីសវណ្ណរាទៅលោកមីសវណ្ណរាទៅណោះភ្លើងទៀនលោកទៅភ្លើងទៀនឆន្ទៈខ្មែរទៅឆន្ទៈខ្មែរកម្លាំងជាតិទៅកម្លាំងជាតិកែតម្រង់ទៅកែតម្រង់អីណែស្អីមូលដ្ឋានប្រជាធិបតេយ្យមូលដ្ឋានទៅប្រជាធិបតេយ្យមូលដ្ឋានបើទៅមួយដើមម្នាក់ឯងដាច់ចេះគណៈបកប្រជាជនអត់ធ្វើបាបទេព្រោះគេដឹងថាអ្នកទាំងអស់នោះគឺយ៉ាងច្រើនបាន2កៅអី3កៅអី4កៅអីលំអគណៈបកប្រជាជនសបាយចិត្តងាប់បើបានប៉ុណ្ណឹងយកទៅ10កៅអីក៏បានដែរអត់អីទេ5 10កៅអីក៏20កៅអីក៏បានដែរព្រោះអីគណៈបកប្រជាជនឥឡូវ120ហើយនឹងបើឲ្យ20នៅសល់100ទៀតវាមានរឿងអីគាត់អីខ្លាចអត់ខ្លាចទេដូច្នេះគាត់ចង់ឲ្យយើងទាំងអស់គ្នាគណៈបកប្រឆាំងហ្នឹងនៅអញ្ចឹងនៅលវីមមួយដាច់អញ្ចឹងស្រុកគាត់ស្រួលគ្រប់គ្រងតែគ្រាន់តែលឺពឹបថាមានគណៈបក3 4ណាជជែកគ្នាចង់រកទីជាសម្ព័ន្ធអីភ្លាមណារកក្តិចភ្លាមឃើញបងប្អូនឃើញក៏រកក្តិចហ៎ទៅចេញទៅជួលអាកសែតស្អីគេមួយឈ្មោះកសែតឥណ្ឌាលក់មុងណានោះ The Sunday Guardian ដែលមិនដែលស្គាល់សោះឲ្យគេផ្សាយអត្ថបទណាមួយនិយាយពីការជួបគេជួយលុយ$2 លានចេះតាថាគណៈបក4 5ហ្នឹងគេទៅជួបគ្នាមែនប៉ុន្តែគេជួបនៅក្នុងចំណោមសម្ព័ន្ធគណៈបកនយោបាយទូទាំងសកលដែលជាគណៈបកនយោបាយសេរីហើយគេជជែកគ្នាអំពីការរកស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជាហើយក៏គ្មានអង្គការស្ថាប័នគណៈបកនយោបាយនៅក្រៅប្រទេសណាគេឈួតទៅជួយលុយគណៈបកនយោបាយនៅស្រុកខ្មែរឲ្យរដ្ឋាភិបាលខ្មែររំលាយទេព្រោះវាខុសច្បាប់កម្ពុជាហើយដល់ពេលអញ្ចឹងយើងបំពងព័ត៌មានហ្នឹងគឺបំភ័យគ្នាថាតាហ៊ានជួបគ្នារំលាយអញ្ចឹងក្រសួងការពារក្រសួងមហាផ្ទៃក៏ចេញលិខិតអីណាមកពុំមានលោកសសុខាហ្នឹងចេញអាស្ទីលខ្លាចគេណាបងប្អូនខ្លាចគណៈបកប្រឆាំងផ្ដុំគ្នាហើយដល់ពេលខ្លាចផ្ដុំគ្នាធ្វើឲ្យគណៈបកប្រឆាំងអត់អាចមូលមាត់គ្នាបានប្រជាពលរដ្ឋបាក់ទឹកចិត្តទៀតដែរអូអត់អាចសាមគ្គីគ្នាអត់អាចមូលគ្នាប៉ុន្តែគណៈបកប្រជាជនកម្ពុជាឲ្យតែមូលគ្នាក្តិចរំលាយចោលហ្មងដូច្នេះកុំខ្វល់នៅម្នាក់អញ្ចឹងទៅហើយធ្វើទៅកុំវាយគ្នាកុំឆ្លោះគ្នាលោកមេឃសវណ្ណរាចេញគោលនយោបាយគាត់មកបើប្រជាពលរដ្ឋស្រឡាញ់គាត់បោះឲ្យបាន4 5កៅអី10កៅអីក៏បានដែរឲ្យគាត់ទៅតតាំងក្តីក្នុងសភាទៅក៏វាក្រាន់បើជាងអត់សោះកម្លាំងជាតិបើគ្រប់គ្រងគាត់បោះឆ្នោតឲ្យគាត់បាន10 20កៅអីប្រហែលស្រេចចិត្តទៅកែតម្រង់ឬក៏ភ្លើងទៀនឬក៏ឆន្ទៈខ្មែរឬអីបើបងប្អូនចូលចិត្តទម្លាក់និយាយទៅខុសពីគណៈបក29ក្នុងសម្ព័ន្ធរបស់រដ្ឋាភិបាលឬក៏គណៈបកប្រជាជនកម្ពុជាបោះឲ្យណាក៏គិតថាវាមិនបោះក្បត់ចោលដែរហើយបានទៅ3កៅអី10កៅអី5កៅអី2កៅអីបូកចូលគ្នាបាន20 30វាក្រាន់បើជាងអត់សោះតែបើសិនជាផ្ដុំគ្នាខ្ញុំគ្រាន់តែប្រាប់បងប្អូនវាមានល្អនិងអាក្រក់នេះបើសិនជាយើងចង់ជាសម្ព័ន្ធគណៈបកនយោបាយវាមានល្អនិងអាក្រក់ស្ថានភាពសពថ្ងៃអាក្រក់ច្រើនជាងល្អព្រោះគណៈបកប្រជាជនកម្ពុជាអត់ចង់ឲ្យអ្នកណាមកផ្ដុំគ្នាទេតែផ្ដុំគ្នាគឺគាត់បាក់តែម្ដងអញ្ចឹងចង់ឲ្យបំបែកទូចអញ្ចឹងបើផ្ដុំគ្នាវាសនាអត់ខុសពីគណៈបកសង្គ្រោះជាតិទេតែគាត់នឹងរំលាយគាត់អត់ខ្លាចរំលាយទេអាទណ្ឌកម្មដឹងអាទណ្ឌកម្មឯងប៉ុន្តែអំណាចដែលបានលុយកាក់ដែលបានអីនៅក្នុងការដែលគ្រប់គ្រងនេះនឹងវាយូរទៀតគាត់នឹងធ្វើអត់ខ្លាចទេអាហ្នឹងរឿងមួយអញ្ចឹងបើសិនឧទាហរណ៍ថាគណៈបកទាំងអស់ចូលគ្នាយ៉ាងម៉េចក៏ដោយជាសម្ព័ន្ធអីក៏ដោយកុំរំលាយគណៈបកខ្លួនឯងចោលទុកណាមួយនឹងនៅអញ្ចឹងសិនព្រោះតែទុកដូចជារឿងគណៈបកសិទ្ធិមនុស្សអញ្ចឹងឃើញទេនៅពេលចូលសង្គ្រោះជាតិពេលដែលសង្គ្រោះជាតិរលាយសិទ្ធិមនុស្សបាត់នៅអញ្ចឹងសិនទៅហើយនាំគ្នាប្រើគំនិតស្របគ្នាទិសដៅតែមួយវិញចង់និយាយថាគណៈបកកខកខហ្នឹងយើងនៅតស៊ូមតិយកគោលនយោបាយបើខាងមុនគេថាគោលនយោបាយឃុំសង្កាត់ជួយយាយតាចាស់ទៅគឺ65ឆ្នាំឡើងទៅត្រូវតែបើឆ្នះឆ្នោតឲ្យ$50អញ្ចឹងគណៈបកមួយទៀតថាខ្ញុំក៏នឹងធ្វើគោលនយោបាយស្តៀងគ្នាដែរខ្ញុំឲ្យ65ខាងនោះថា70យើងប្រកួតគ្នាអញ្ចឹងវិញមើលតែអញ្ចឹងយាយតាគាត់មើលអូគណៈបកណាឲ្យលុយប្រាក់ខែគាត់បានស្លាមលូដែរអញ្ចឹងបាទនេះគេឲ្យ50នេះគេឲ្យ65នេះ75ប្រកួតគោលនយោបាយអញ្ចឹងហើយប្រាប់គាត់ផងបានដោយរបៀបណាអីអញ្ចឹងទៅហើយកុំទៅជេរបុគ្គលណាអសមត្ថភាពវាអត់ប្រយោជន៍អីទៀតទេវាអស់ហើយ
ខ្មែរយើងដូចខ្ញុំនិយាយចឹងគណៈបព្វជិជនកម្ពុជាអស់សាច់នឹងរិះគន់ហើយកុំបាច់ទៅរិះគន់ជាបុគ្គលអីទៀតរិះគន់តែគោលនយោបាយហ្នឹងហើយកុំទៅប្រអាប់គោលនយោបាយគេមិនបាច់ប្រអាប់ទេមិនបាច់ថាអូគណៈបព្វជិជនកម្ពុជាធ្វើវិស័យអប់រំនេះយ៉ាប់ណាស់មិនបាច់ទេយើងនិយាយថាបើគណៈបកខ្ញុំជាប់ឆ្នោតណាវិស័យអប់រំនេះណាខ្ញុំនឹងកែឲ្យចេះកូនសិស្សចេញពីសាកលវិទ្យាល័យទៅដែលមានសញ្ញាបត្រត្រូវតែបានប្រាក់ឈ្នួលអបបរមាមួយខែមិនក្រោម$400ឧទាហរណ៍មិនឲ្យក្រុមហ៊ុនណាសហគ្រាសណាជួលគាត់ឲ្យប្រាក់ខែដោយកម្មករកាត់ដេរអត់ទេត្រូវលើកដំកើងសញ្ញាបត្រហើយយើងចេញជាគោលនយោបាយចឹងភ្លាមមកហ่าគោលនយោបាយឃុំសង្កាត់តាក់ទងនឹងស្រូវកសិកម្មថាបើសិនជាគណៈបកយើងជាប់ឆ្នោតគឺកសិករគឺរដ្ឋត្រូវតែទុកលុយ$100លាន$200លានឬ$500លានសម្រាប់ទិញស្រូវរបស់ប្រជាពលរដ្ឋយកមកស្តុកទុកដើម្បីកុំឲ្យឈ្មួញបញ្ចុះតម្លៃបានន័យថាយើងទុកលុយ$500លានហ្នឹងពេលដែលឈ្មួញឲ្យស្រូវ1គីឡូក្រោម$1000លក់ឲ្យរដ្ឋបើឈ្មួញឲ្យ$1200លក់ឲ្យឈ្មួញអត់មានរឿងស្រូវ$600ទេសំដុំ$600 $600រៀលឬក៏1000រៀលបានន័យថាបើឈ្មួញឲ្យក្រោម1000រៀលក្នុង1គីឡូរត់ទិញយកឲ្យប្រជារាស្ត្រ1000តែបើសិនជាឈ្មួញឲ្យ1000ឡើងលក់ឲ្យឈ្មួញចោះព្រោះរត់ទប់ដើម្បីកុំឲ្យឈ្មួញទម្លាក់បើឈ្មួញអត់ទិញរត់ទិញយកទាំងអស់អង្គហ្នឹងយកមកចែកគ្នាហូបចែកតបចែកស្អីអត់ក្រទេយើងប្រកួតនយោបាយឲ្យកុំទៅប្រាប់ថារដ្ឋាភិបាលធ្វើនយោបាយនេះអត់ប្រយោជន៍ទេអត់ត្រូវទេអំពើពុករលួយមិនបាច់ទេកុំបាច់ទៅរិះគន់រដ្ឋាភិបាលនិយាយតែពីគោលនយោបាយយើងទៅប្រជាពលរដ្ឋនឹងដឹងថាអូគោលនយោបាយយើងល្អគឺគេធ្វើតាមគឺគេបោះឆ្នោតឲ្យហោះឧទាហរណ៍របៀបដឹកនាំរដ្ឋកុំទៅរិះគន់ថាលោកហ៊ុនសែនលោកហ៊ុនម៉ាណែតនឹងដឹកនាំបែបគ្រួសារបកពួកនិយមពើពុករលួយមិនបាច់ទេនិយាយថាបើគណៈបកយើងជាប់ឆ្នោតរបៀបរើសរាជការរបៀបប្រឡងរបៀបអីវាត្រូវឆ្លងតាមកូនអ្នកស្រែអ្នកក្រអីក៏ត្រូវប្រឡងមានប្រព័ន្ធអត់មានខ្សែបកពួកនិយមអីចឹងទៅហើយមិនបាច់ទៅប្រាប់ថាគណៈបកប្រឆាំងមិនបាច់ថាគណៈបកប្រជាជនកម្ពុជាគេបកពួកនិយមគេអីមិនបាច់ទេព្រោះតែនិយាយអញ្ចឹងខាងនោះមានពាក្យហ្នឹងយកមករករឿងយើងនេះគឺជាគេហៅ reverse psychology យើងធ្វើខាងយើងហើយទៅប្រជាពលរដ្ឋដឹងថាផលិតផលមិនបាច់ប្រអាប់ថាសាប៊ូគេនឹងដោះអង្គែក្បាលទេអត់បាច់ទេអត់បាច់ថាអូសាប៊ូឈ្មោះកនេះដោះទៅអង្គែក្បាលឈប់ទិញទៅទិញសាប៊ូខ្ញុំមិនបាច់ទេប្រាប់ថាសាប៊ូខ្ញុំនេះណាធានាជូនគឺដោះទៅគ្មានអង្គែក្បាលហើយបើអស់លោកប្រើទៅបើអង្គែក្បាលមែនណាសងលុយ1ជា2ហើយអីចឹងគឺធានាចឹងទៀតអញ្ចឹងគេមកទិញរបស់យើងប្រើកុំបាច់ប្រអាប់របស់ណានេះត្រូវដូរយុទ្ធសាស្ត្រនៃការធ្វើនយោបាយបែបថ្មីកុំឲ្យគណៈបកប្រជាជនកម្ពុជាយកលេសហើយឥឡូវវិលមករឿងលុយណែសំសបុតនៅក្រៅប្រទេសបងប្អូននេះគឺជាពេលវេលាដ៏សំខាន់បំផុតនៅក្នុងប្រវត្តិនយោបាយប្រទេសកម្ពុជាដែលបងប្អូនខ្មែរនៅក្រៅប្រទេសទាំងថៃទាំងម៉ាឡេទាំងកូរ៉េជប៉ុនអូស្ត្រាលីកាណាដាបារាំងស្វីតហ្សែឡង់អាមេរិកឬទីណាផ្សេងទៀតដែលនៅក្រៅប្រទេសដែលជាប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់ជាតិខ្មែរចង់ឲ្យមានការកែតម្រង់ដោយស៊ីជម្រៅហើយមានប្រជាពលរដ្ឋនឹងត្រូវមូលមាត់គ្នាមានសាមគ្គីជាតិមានអីគឺជាឱកាសដែលបងប្អូនត្រូវជួយគឺជួយបរិច្ចាគជួយទៅតាមមធ្យោបាយណាក៏បានដែរ$5 $10 $20ហើយបន្តជួយទៀតព្រោះលុយនេះណាវាមិនស្មើនឹងអស់លោកជួយសសរពហិមួយពេលទេ$1000 $2000យើងជួយពហិវត្តបានល្អហើយខ្ញុំលើកទឹកចិត្តឲ្យធ្វើបុណ្យប៉ុន្តែធ្វើបុណ្យតាន់ខែភ្លឺនេះខែភ្លឺនេះគឺយើងអត់មានសម័យល្វើល្វាយទៅឋានសួគ៌ឋានប្រអិនណាទេនេះគឺជាក់ស្ដែងហ្មងតែយើងជួយលុយ$5 $10ដើម្បីឲ្យគណៈបកប្រឆាំងឬក្រុមតស៊ូមតិសកម្មជនអីដើម្បីធ្វើឲ្យរដ្ឋាភិបាលខ្ជាក់អាការរំលោភសិទ្ធិមនុស្សប្រជាធិបតេយ្យខ្ជាក់អំពើពុករលួយហ្នឹងយកលុយយកអីមកជួយប្រជាពលរដ្ឋឃើញខែភ្លឺឯងកម្មករនឹងបានឡើងប្រាក់បៀវត្សប្រាក់ឈ្នួលខ្ពស់តែហ៊ានជួមុខនឹងបានការទទួលមើលការខុសត្រូវយកចិត្តទុកដាក់បាន$500 $1000គ្រូបង្រៀនមន្ត្រីរាជការកម្មករពលករកសិករនឹងបានទទួលផលពីអំពើបុណ្យតែ$5 $10របស់បងប្អូនអានេះគឺជាការធ្វើបុណ្យតាន់ខែភ្លឺហើយជួយទៅយើងទៅស្អីណាសម័យថាអូជួយទៅបោកអីយើងសម័យបែបនេះចាញ់ឃោសនារបស់គណៈបកប្រជាជនកម្ពុជានិងក្រុម MO ដែលកំពុងតែទប់បងប្អូនមិនឲ្យជួយអ្នកនៅស្រុកខ្មែរនោះព្រោះបងប្អូនត្រូវដឹងថារដ្ឋាភិបាលកម្ពុជាគណៈបកកណ្ដាលអំណាចគាត់មានលុយពីការលួចជាតិលួចអីយើងអត់ដឹងឯងអុកញ៉ាមហាមន្ត្រីឮតែបោកដែរហើយជួយរដ្ឋាភិបាលមកអាយុមកដូច្នេះគណៈបកប្រជាជនកម្ពុជាបានលុយពីអំពើមិនសុចរិតហ្នឹងច្រើនក៏អត់ខ្វះលុយទេនៅក្នុងការឃោសនានៅក្នុងការធ្វើបាបប្រជាពលរដ្ឋអត់ទៅរករឿងគាត់តែគណៈបកប្រឆាំងគ្នាបានលុយមកពីណានៅមូលដ្ឋានអត់ជារាជការទៀតនៅស្រុកខ្មែរធ្វើរាជការបានប្រាក់ខែរដ្ឋហើយទៅបំរើបកឃើញស៊ីបោកប្រាស់រីហេហើយយកអត់ទៅរករឿងឯងអញ្ចឹងតែដល់ពេលប្រជាពលរដ្ឋដែលជាសកម្មជនគណៈបកប្រឆាំងលុយកប៉ៅខ្លួនឯងឃ្លោកពេលខ្លះនិយាយប៉ះពាល់អីតិចតួចគេចាប់ដាក់គុកអត់មានមុខរបរទៀតអញ្ចឹងយើងជាខ្មែរក្រៅប្រទេសនេះគឺជួយ
បើគេជាប់គុកជួយរៃលុយគ្នាដើម្បីទិញទៅដោះគោឲ្យកូនដែរនេះជាសមានចិត្តឲ្យបងប្អូនខ្មែរក្រៅប្រទេសគាត់ធ្វើរាល់ថ្ងៃខ្ញុំមានសង្ឃឹមនៅលើអញ្ចឹងខ្ញុំមិនមែនមិនដឹងទេបងប្អូនខ្ញុំស្គាល់ជួយណាស់បេះពីមាត់ពីកអ្នកខ្លះត្រូវធ្វើការពី jobs ដើម្បីយកលុយដើម្បីទៅជួយអ្នកទោសឬក៏អ្នករត់ទៅថៃអីវិញឲ្យគ្នាបានទៅដោះគោបានចិញ្ចឹមអាមនសិការក្នុងការតស៊ូមតិហើយបងប្អូនភារកិច្ចរបស់បងប្អូនគឺជួយអញ្ចឹងហើយបានក្រុមគណៈបកប្រជាជនកម្ពុជានិង MMO គាត់ប្រឹងទប់រឿងស្រមសបុតហ្នឹងគាត់មិនមែនទប់ដើម្បីស្រឡាញ់ជាតិទេគាត់ទប់ដើម្បីបំផ្លាញក្តីសង្ឃឹមចុងក្រោយរបស់គណៈបកប្រឆាំងឬក៏ប្រជាពលរដ្ឋដែលស្រឡាញ់ប្រជាធិបតេយ្យព្រោះតែអត់លុយទៅជួយនៅក្នុងការបោះឆ្នោតនៅស្រុកខ្មែរយើងបានមកពីណាគ្នាបានស្អីគេសិតតែ hamburger គេសិតតែ filet ហើយយើងទៅមានតែក្ដួចហើយ7ត្រាំហ្នឹងឲ្យតែមានក៏ល្អដែរបើអត់អាហ្នឹងទៀតជ្រលក់ជាមួយតែអំបិលហូបជាមួយបាយមានតែមនសិការតែយើងអត់ជួយតែយើងខ្លោចផ្សារប៉ុណ្ណាបងប្អូនអញ្ចឹងពួកខាងក្រុមគណៈបកប្រជាជនកម្ពុជានិងខុសនិកគឺអត់មានធ្វើអីទេមួយថ្ងៃបំផ្លាញធ្វើម៉េចឲ្យប្រជាពលរដ្ឋឈប់ទុកចិត្តរដ្ឋាភិបាលក្រៅប្រទេសឬក្រុមគណៈបកប្រឆាំងនឹងដើម្បីឲ្យឈប់ជួយតែពេលបងប្អូនឈប់ជួយគឺគាត់ឈ្នះឯងហ្នឹងមិនអញ្ចឹងតែគាត់អត់ដែរទៅរករឿងក្រុមនោះដែលលួចជាតិលួចអីទេគឺគាត់ប្រឹងភ័យខ្លាចខាងនេះលុចធ្លោទៅឈ្នះខាងនោះវាខាតប្រយោជន៍គាត់តែប៉ុណ្្នឹងទេបងប្អូនអញ្ចឹងនាងគេរត់រអ្នកជួយគ្នាដើម្បីទប់ឲ្យបានបំផ្លាញជាតិនេះឲ្យកាន់តែយូរអញ្ចឹងបងប្អូនត្រូវជ្រើសរើសណាជ្រើសរើសឲ្យមានភាពឆ្លាតវៃព្រោះយើងជាអ្នកសម្រេចជោគវាសនារបស់ប្រទេសនេះកុំចាញ់បោកឃោសនារបស់គេហើយអញ្ចឹងបានថាតទៅទៀតគឺបើសិនជាឃើញគេអង្គាសលុយម្ដងទៀតបងប្អូនខ្ញុំដូចខ្ញុំជម្រាបបងប្អូនអញ្ចឹងថាខ្ញុំមែនតើទៅខ្ញុំមិនចង់ឲ្យបងប្អូនណាចាញ់បោកអ្នកណាទេព្រោះមិនមែនជាសិលធម៌របស់ខ្ញុំទេបើឃើញខុសហើយខ្ញុំនឹងណែនាំអប់រំបងប្អូនកុំឲ្យប្រព្រឹត្តព្រោះវាខុសហើយបើសិនជាខ្ញុំណែនាំលើកទឹកចិត្តបានន័យថាខ្ញុំចូលរួមអំពើបាបតែខ្ញុំនឹងចូលរួមអំពើបុណ្យនេះបុណ្យតាន់ខែភ្លឺនេះនៅក្នុងការរៃលុយគ្នាជួយលោក Richard Rogers លេខទៅខ្ញុំនឹងចូលរួមជាចំណាយដែរ$10 $5 $20ឬក៏តាមសទ្ធាជ្រះថ្លាដែលខ្ញុំអាចធ្វើបានវាមានឥទ្ធិពលខ្លាំងណាស់ដើម្បីជួយគ្នាហើយបងប្អូនបើមានជួយទៅ$5 $10ហ្នឹងខាន់ភាសាកាទៀវមួយពេលដើម្បីបានដីខ្មែរពីថៃវិញខ្ញុំជឿថាបងប្អូនអាចឲ្យដល់រាប់រយ$ក៏មិនស្ដាយផងព្រោះលុយនៅស្រុកក្រៅនេះវាមិនមែនដូចយើងនិយាយចាស់ចាស់នៅស្រុកខ្មែររកតែលុយទិញស្លាមបានទេអញ្ចឹងកុំឲ្យចាញ់ឃោសនានៃការអកុសលដែលបន្សាបនៅពេលដែលក្រុមគណៈបកប្រឆាំងកំពុងតែមានឥទ្ធិពលគឺក្រុមគណៈបកប្រជាជនកម្ពុជានិង MMO នឹងគឺគេសម្រោចគេជេរគេវាយប្រហារគេបន្សាបព្រោះយុទ្ធសាស្ត្ររបស់គេគឺគេអត់កសាងប្រទេសទេគេអត់កែប្រទេសទេគឺគេមកកែអ្នករិះគន់និងអ្នកចង់កែទៅវិញនេះគឺជាយុទ្ធសាស្ត្ររបស់ពួកកុម្មុយនីសផ្ដាច់ការគឺគេធ្វើអញ្ចឹងអ្វីកើតឡើងគឺគេអត់ដោះស្រាយទេព្រោះគេអត់មានសមត្ថភាពដោះស្រាយតែគេមកវាយបំបាក់ឬក៏កម្ចាត់ចោលក្រុមដែលស្រែកថាគេធ្វើមិនត្រូវនេះហើយគឺជានយោបាយទុច្ចរិតរបស់ក្រុមផ្ដាច់ការនៅលើលោកនៅកន្លែងណាក៏គេធ្វើអញ្ចឹងដែរហើយបងប្អូនកុំចាញ់ឲ្យបាយកលហ្នឹងគឺដូចខ្ញុំនិយាយអញ្ចឹងប៉ុន្តែសម្រាប់ចិត្តខ្លួនឯងដែរណាកុំថាចេះមុងណារ៉េតថាអញ្ចឹងចេះច្បោលឲ្យអាណាប្រមូលលុយចេះឲ្យគេគ្រប់គ្នាមែនទេគិតខ្លួនឯងតើវាបានប្រយោជន៍ហើយសួរគេផងចូលលុយហ្នឹងចូលបានប្រយោជន៍អីមានវេទិកាអីសួរគេផងយកទៅធ្វើអីតើបានផលអីដែរឬទេកុំចេះតែច្បោលយើងមានសិទ្ធិសួរគេតាបាទឥឡូវបន្តទៅទៀតចុងក្រោយគឺវៀតណាមនិងហ្វីលីពីនឡើងថ្នាក់ទៅប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់គេទៅហើយបងប្អូនយើងនៅរវល់រើសដុំថ្មចោលឆ្កែគេទៅអស់ហើយវៀតណាមនៅថ្ងៃតាមពិតនៅដើមខែកាលពីថ្ងៃ1ខែកក្កដាត្រូវបានធនាគារពិភពលោក World Bank គេផ្ដល់ចំណាក់ថ្នាក់មានប្រទេស2ដែលឡើងផុតពីបន្ទាត់ក្រីក្រហ្នឹងគេឡើងទៅជាប្រទេសអ្នកមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់គេទៅចោលយើងហើយបងប្អូនវៀតណាមនិងហ្វីលីពីនប៉ុន្តែកុំខ្វល់រឿងវៀតណាមហ្វីលីពីនឬអ្នកណាទៅចោលយើងទៅណាទៅព្រោះអីតែឡើងដល់ណាក៏ដោយវាមានកម្ពូលទេឲ្យតែយើងប្រឹងខ្មើតជើងទៅយើងនឹងឡើងតាន់គេដូចតែគ្នាទេអត់អីទេតែខ្ញុំលើកយកព័ត៌មានថ្ងៃនេះមកនិយាយនេះគឺដោយសារតែខ្ញុំចង់ប្រាប់អំពីស្ថានភាពយើងនិងស្ថានភាពគេហើយឲ្យយើងប្រឹងយ៉ាងម៉េចធ្វើអីឲ្យត្រង់ចំគោលដៅហើយឲ្យចំល្មមហេតុអីបានយកវៀតណាមនិងហ្វីលីពីនមកមើលនៅថ្ងៃទី1ខែកក្កដាឆ្នាំ2026ប្រទេសហ្វីលីពីននិងវៀតណាមត្រូវបានធនាគារពិភពលោកដកចេញពីបញ្ជីនៃប្រទេសក្រីក្របំផុតនៅលើពិភពលោកទាំង45ប្រទេសដែលមានខ្មែរនៅក្នុងនោះដែរអញ្ចឹងដើម្បីឲ្យដកចេញពីប្រទេសដែលរួចផុតពីបន្ទាត់នៃប្រទេសក្រីក្រមានន័យថាម៉េចបងប្អូន
គឺបានន័យថាប្រទេសនេះរកប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋនៅក្នុងមធ្យមមួយខែឬក៏មួយឆ្នាំគឺគេផុតពីបន្ទាត់ដែលក្រហ្នឹងហើយចុះបន្ទាត់ភាពក្រីក្រហ្នឹងប្រមាណបានហៅថាក្រហេតុអីបានខ្មែរឡើងអត់ផុតរលុយបានមួយថ្ងៃប៉ុន្មានបានគេហៅថាជាប្រទេសដែលប្រជាពលរដ្ឋមានភាពក្រីក្របំផុតពាក្យថាក្រីក្របំផុតបានន័យថាក្រហើយក្រជាងគេទៀតនៅលើពិភពលោកនេះប្រទេសដែលក្រីក្របំផុតនៅក្នុងបញ្ជីសប្តាហ៍នេះគឺមានពីដើមឡើយ45ប្រទេសបាទ45ពីដើមឥឡូវឡើងបានដូចជា6ឥឡូវឡើងបាន2ទៀតផុតហើយអញ្ចឹងដកឲ្យ45ដក8វានៅ37ខ្មែរនៅនឹងឡើយឯងតើធ្វើយ៉ាងម៉េចដើម្បីឲ្យចូលបញ្ជីនៃប្រទេសក្រីក្រជាទូទៅដើម្បីคลายទៅជាប្រទេសក្រីក្រគឺគេវាស់ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋផ្អែកលើផលទុនសរុបនៃចំណូលជាតិឧទាហរណ៍ចំណូលជាតិយើងបានប្រមាណ40,000 លានយើងប្រជាពលរដ្ឋយើងប្រមាណ18លាននាក់អញ្ចឹងយក40,000 លានហ្នឹងមកចែក18លាននាក់ទៅឃើញបានម្នាក់ប្រមាណហើយនៅក្នុងមួយឆ្នាំគេចែកចឹងបងប្អូនហើយចាំខ្ញុំបញ្យល់ថាចែកនឹងយុត្តិធម៌ប៉ុណ្ណាជួនកាលអ្នកដែលបោចស្លឹកអំពិលនៅឯចុងកាត់មាត់ញោកឯណាគេយកចែកគេដែរយកអា40លានដែលជាផលទុនសរុបរបស់ជាតិហ្នឹងយកទៅមកចែកប្រជាពលរដ្ឋទាំង40លានទាំង8 10លានទៅដោយទាំងអ្នកដែលរើសស្លឹករើសអេតចាយបោចស្លឹកអំពិលចែកឆាច់ឃើញមកបានចំណូលម្នាក់ប៉ុន្មានក្រោម$3បើគេចែកទៅហ្នឹងឃើញមួយថ្ងៃរកបានក្រោម$3បានន័យថាម៉េចបងប្អូនមួយខែរកបានក្រោម$100គឺប្រជាពលរដ្ឋនឹងក្រជាងគេបំផុតនៅលើโลกហើយគេវាស់អញ្ចឹងដើម្បីឲ្យដឹងថាយើងក្រជាងគេនៅលើโลกគឺប្រាក់ចំណូលរបស់យើងយកអាប្រាក់ពុនប្រាក់ដាប្រាក់ស្អីចំណូលអីជិតទាំងអសរុបមកយកមកចែកចំនួនប្រជាពលរដ្ឋទៅហើយឃើញហើយដើម្បីចែកអង្កន់ទៅមួយឆ្នាំបានប៉ុន្មានមួយខែបានប៉ុន្មានមួយថ្ងៃបានប៉ុន្មានអញ្ចឹងបើមួយថ្ងៃក្រោម$3.4និយាយទៅមួយថ្ងៃក្រោមមួយថ្ងៃបានត្រឹម$3ឬក្រោម$3រកបានប៉ុណ្ណឹងមួយខែ90ឬ100គេចាត់ទុកថាក្រហើយក្នុងបញ្ជីក្រីក្រហ្នឹងគឺប្រជាពលរដ្ឋរកបានមួយថ្ងៃតែប៉ុណ្្នឹងឯងនៅក្នុងឆ្នាំ1991ប្រាក់ចំណូលប្រជាពលរដ្ឋកម្ពុជាយើងយកមកចែកគ្នាទាំងអស់ប្រជាពលរដ្ឋកាលហ្នឹងដូចជាប្រមាណទេ10លានជាងឯងមិនដល់17 18ទេឥឡូវឯង11 12ឯងមិនដឹងទេចែកទៅបានមួយឆ្នាំតែ$170បានមួយថ្ងៃសុំទោសមួយថ្ងៃដែលយើងរកប្រាក់បានណាគឺបានតែ0.30 $0.3និយាយទៅបានតែ40សេនហ្នឹងអត់បានកន្លះ$ផងហ្នឹងមួយថ្ងៃមួយខែយើងរកបានតែ$15ទេមួយខែកាលឆ្នាំ1991ហ្នឹងនៅពេលដែលគេយកផលទុនសរុបរបស់ជាតិហ្នឹងយកទៅចែកប្រជាពលរដ្ឋទាំងជាង10លាននាក់ហ្នឹងគឺយើងមួយខែយើងរកប្រាក់ខែជាមធ្យមប្រជាពលរដ្ឋខ្មែរតែ$15អត់ដល់ផងទាបណាស់មួយឆ្នាំបាន$170ហ្នឹងម្នាក់ហើយដើម្បីឲ្យคล้ายទៅជាអ្នកក្រីក្រគឺយើងរកក្រោម$3ហើយយើងបាច់ក្រោម$3អីយើងរកអត់បានកន្លះ$ផងហ្នឹងអញ្ចឹងយើងคล้ายទៅជាប្រទេសក្រីក្របំផុតមួយនៅលើពិភពលោកតាំងពីឆ្នាំ1991ចូលក្នុងបញ្ជី45ទាំងប្រទេសវៀតណាមទាំងប្រទេសឡាវទាំងប្រទេសហ្វីលីពីនទាំងប្រទេសអីហ្នឹងដែរឥឡូវដើម្បីឲ្យផុតពីបន្ទាត់ភាពក្រីក្រហ្នឹងតើយើងត្រូវរកលុយបានប៉ុន្មានបងប្អូនដើម្បីយើងថាគេដកចេញពីបន្ទាត់ក្រីក្រហ្នឹងឲ្យប្រមាណម្ដងទៀតបងប្អូនដើម្បីឲ្យคล้ายជាប្រទេសមានប្រាក់ចំណូលទាបក្រីក្រជាងគេគឺគេវាស់ទៅបើយើងរកបានក្រោម$3នៅក្នុងមួយថ្ងៃគឺយើងក្រហើយបើយើងចែកទៅក៏ប៉ុន្តែដើម្បីឲ្យផុតពីបន្ទាត់ក្រីក្រនេះគឺយើងត្រូវរកបានប៉ុន្មានបងប្អូន$4.5នៅក្នុងមួយថ្ងៃយើងផុតពីបន្ទាត់ក្រីក្រហើយបើយើងគិតមើលបងប្អូនគិតថាងាប់$3ក្រ$4កន្លះឡើងផុតពីភាពក្រីក្រប្រសើរអីទៅមួយថ្ងៃកាលពីមុនរកមួយខែបាន$90 $100យើងថាក្រស្រាប់ដល់ឥឡូវរកបាន$150ហ្នឹងមើល4.5 4គុណនឹង3$120ណាមួយខែរកបាន$120ផុតពីភាពក្រីក្រជប់លៀងយើងរៀងមានហើយអញ្ចឹងហីអញ្ចឹងនេះគឺជាការវាស់វែងបែបអន្តរជាតិគឺបើយើងនៅក្រោម$3ឬក៏$3កន្លះគឺយើងនៅក្រតែយើងរកបានតែត្រឹម$4កន្លះនៅក្នុងមួយថ្ងៃបើគេចែកទៅឃើញអញ្ចឹង
មួយខែត្រឹម120 130ដុល្លារហ្នឹងគឺយើងផុតពីបន្ទាត់នៃគឺប្រទេសក្រីក្រហ្នឹងហើយយើងអាចឡើងខ្លួនបានហើយនេះដែលរដ្ឋាភិបាលទៅប្រាប់ប្រជាពលរដ្ឋថាបងប្អូនចាំណាឆ្នាំ2027នៅ29ឬកាលមុនមិនមែនថាដល់ប៉ុណ្្នឹងទេឆ្នាំ2025ខ្ញុំចាំនៅ24យ៉ា25គាត់ថាឆ្នាំ2024ឬ25ហ្នឹងកម្ពុជាយើងនឹងក្លាយទៅជាប្រទេសផុតពីក្រីក្រហើយលែងក្រហើយយើងលែងក្រហើយប្រជាពលរដ្ឋសប្បាយយាយអ្នកដែលដល់ជាពិសេសអ្នកដែលសប្បាយជាងគេហើយមិនដឹងថាតើសប្បាយយ៉ាងម៉េចគឺយាយបេះស្លឹកអំពិលហើយនឹងណែផ្លែកសាំងពួកគាត់មួយថ្ងៃហ្នឹងគឺរមកកែរ30ឆ្នាំហើយមានតែយ៉ាប់ទៅអាកាលមុនស្លឹកអំពិលគាត់បេះបានមកកត្រងចិត្តណាលក់បាន3000រៀលគាត់ទៅទិញត្រីបាន2គីឡូឥឡូវគាត់បេះបានមកកត្រងប៉ុណ្ណាលក់បាន10000រៀលគាត់ទៅទិញត្រីបានតែ1គីឡូព្រោះអីអាត្រីហ្នឹងវាឡើងអតិផរណាកាន់តែខ្ពស់ទៅអាលុយស្លឹកអំពិលគាត់លក់បានតែច្រើនទៅតែដល់ទិញត្រីចុះទៅយើងឡើងហើយយើងកើនហើយយើងបានច្រើនហើយលើកមុនណា7ប៉ុណ្ណឹងខ្ញុំលក់បានតែ5000សឹងលក់បានផងឥឡូវខ្ញុំលក់បាន10000ណាឃើញឥឡូវយើងមានហាងឆេងតែកាលមុនលក់5000ទៅទិញត្រី2គីឡូឥឡូវលក់10000ទិញត្រីបាន1គីឡូអញ្ចឹងថយតើបងប្អូនវាឡើងតែបរិមាណទេអាគុណភាពថយអស់ហើយអញ្ចឹងដល់យាយអីបេះ7អីហ្នឹងឮសូរគេថាអូយើងឈប់ក្រហើយគាត់សុបាយមែនបងប្អូនឥឡូវបើយើងឡើងពី3ដុល្លារមក4ដុល្លារកន្លះនៅក្នុងមួយថ្ងៃឡើងពីប្រាក់ខែ100ក្រហើយដល់មកផុតពីក្រ150មួយខែ150ហ្នឹងបងប្អូនមានណាទិញតែកន្ទក់ហូបចង់បានផងប៉ុន្តែនេះគឺជាការវាស់វែងរបស់អន្តរជាតិហ្នឹងគេធ្វើអញ្ចឹងគឺគេឲ្យបន្ទុកអញ្ចឹងបើសិនជាយើងមានប្រាក់ចំណូលតែចាប់ពី4ដុល្លារ5ដុល្លារឡើងទៅនៅក្នុងមួយថ្ងៃមួយខែចាប់ពី150ទៅគឺយើងផុតពីបន្ទាត់នៃប្រទេសភាពក្រីក្រហើយចុះយើងសួរកម្ពុជាវិញតើសប្ងៃហ្នឹងយើងបានរកប្រជាពលរដ្ឋរកអត់បានលើសពី5ដុល្លារក្នុងមួយថ្ងៃទេអញ្ចឹងនេះរឿងនេះគឺជារឿងគួរឲ្យចាប់អារម្មណ៍តាមពិតប្រទេសកម្ពុជារកបានលើសពី4ដុល្លារកន្លះក្នុងមួយថ្ងៃតាំងពីឆ្នាំ2018មកម្លេះមានន័យថាម៉េចបងប្អូនមានន័យថានៅក្នុងឆ្នាំ2018ហ្នឹងណាកម្ពុជាមានគ្រប់លក្ខខណ្ឌដើម្បីឲ្យរួចផុតពីប្រទេសក្រីក្រនេះហើយអាចដកខ្លួនចេញពីប្រទេសក្រីក្រនេះបានទៅហើយនៅក្នុងឆ្នាំ2018ហេតុអីបានជាដូច្នេះព្រោះនៅក្នុងឆ្នាំ2018កម្ពុជារកប្រាក់បាន5.5ដុល្លារនៅក្នុងមួយថ្ងៃសម្រាប់មនុស្សម្នាក់ដើម្បីចែកទៅអញ្ចឹងបានន័យថាប្រាក់នេះគឺវាផុតពីលក្ខខណ្ឌដែលថាប្រជាពលរដ្ឋក្រហើយប៉ុន្តែយើងសួរទៅវិញថាពីមុនរកបាន3ដុល្លារកន្លះឥឡូវយើងរកបាន5ដុល្លារមួយថ្ងៃលើសគ្នាតាម1ដុល្លារជាងមកពីមុនរកបាន100ឥឡូវយើងរកបាន150ដុល្លារក្នុងមួយខែតើវាប្រសើរអីទៅដែលយើងคลายផុតពីប្រទេសក្រីក្រនេះឯងហើយដែលរដ្ឋាភិបាលកម្ពុជាបោកប្រជាពលរដ្ឋខ្មែរគាត់ថាកំភៃជឿជាក់លើរដ្ឋាភិបាលទៅយើងមានហើយប៉ុន្តែមានឯណាបងប្អូនគឺយើងនៅតែត្រដាបត្រដួសគឺយើងគ្រាន់តែប៉ំផុតពីក្រតែគ្រាន់តែមានអីតែបន្តិចធ្លាក់មកក្រពាក់កណ្ដាលប្រទេសចិត្តពេញផ្ទៃប្រទេសហ្មងអត់តាន់ផុតកើតហើយកុំមកអអីរឿងមានបានដូច្នេះឯងបានកម្ពុជាពីដំបូងឡើយអង្គការសហប្រជាជាតិគេថាអត់អីទេបើមើលស្ថានភាពប្រជាពលរដ្ឋប៉ុណ្ណេះយើងអាចចេញផុតពីប្រទេសក្រីក្របានហើយអញ្ចឹងគេអាចដកយើងបាននៅត្រឹមឆ្នាំ2024ឬក៏25ព្រោះគេទុកពេលអញ្ចឹងទៅដឹងកម្ពុជាប្រាប់គេថាម៉េចទេបងប្អូនកម្ពុជាទៅប្រាប់អង្គការសហប្រជាជាតិថាសុំ4-5ឆ្នាំទៀតសិនបានអត់កុំអាលយើងសុំគេកុំឲ្យអាលប្រកាសទៅជាប្រទេសផុតពីភាពក្រីក្រហេតុអីបងប្អូនសួរសំណួរវិញថាហេតុអីបានជាកម្ពុជាអនណាស់ឲ្យតែផុតពីភាពក្រីក្រអនណាស់ព្រោះអីចង់ទៅអួតប្រាប់ប្រជាពលរដ្ឋខ្មែរយើងឲ្យដឹងថាណែក្រោមការដឹកនាំរបស់គណៈបកប្រជាជនកម្ពុជាដ៏ភ្លឺស្វាងគឺយើងបានរំដោះប្រទេសយើងចេញពីបញ្ជីនៃប្រទេស45ដែលក្រីក្របំផុតហើយហេតុអីបានកម្ពុជាអត់ហ៊ានឲ្យคล้ายទៅជាប្រទេសដែលផុតភ្លាមសូម្បីតែយើងបានឡើងផុតពីអាហ្នឹងទៅឲ្យប្រាក់ចំណូលយើង5ដុល្លារទៅឲ្យតាំងពីឆ្នាំ2018ហេតុអីអត់ព្រមឡើងហើយទៅសុំអង្គការសហប្រជាជាតិថាសុំបន្តិចទៀតបានទេរឿងនេះខ្ញុំនឹកឃើញរឿងមួយដែលជារឿងពិត
ហើយរបៀបជាកំ pl ែងបន្តិចផងសំទោសរឿងកំ pl ែងនេះគឺតាក់ទងនឹងលោកមេធាវីសុកសំអឿនដែលជាមេធាវីរបស់ក្រុមមេធាវីអំរិនខ្ញុំចូលចិត្តលោកមេធាវីសុកសំអឿនហើយជាបុគ្គលចំពោះខ្ញុំជាអ្នកចេះដឹងជាបញ្ញវន្តដ៏គួរឲ្យគោរពម្នាក់ដែលគ្មានថ្ងៃបំភ្លេចការគោរពគាត់ទេគាត់នៅតែជាមេធាវីដ៏ប្រសើរដ៏ល្អនៅប្រទេសកម្ពុជាហ្នឹងគាត់សប្ងៃធ្វើការឲ្យក្រុមមេធាវីអំរិនកាលគាត់នៅធ្វើជាមេ CDP អង្គការ LDP អង្គការជំនួយផ្នែកច្បាប់ជួយជនរងគ្រោះដែលជាជំនួយអង្គការឯកជនមួយអង្គការសង្គមស៊ីវិលយើងតែងតែជួបប្រស្រ័យតាក់ទងគ្នាព្រោះមានសិក្ខាសាលាច្បាប់ដែលគេហៅខ្ញុំទៅបកប្រែអីទៅជួបគាត់ច្រើនលើកច្រើនសាររៀនសូត្រពីគាត់ក៏ច្រើនហើយក្រោយៗមកខ្ញុំធ្វើការនៅវិទ្យុអាស៊ីសេរីក៏ជួបគាត់ក៏ច្រើនដែរសម្ភាសគាត់អីចឹងខ្ញុំពេញចិត្តនឹងសម្ភាសទស្សនៈច្បាប់របស់គាត់គឺជាទស្សនៈច្បាប់សម័យចម្រើននិយមគេហៅថាទស្សនៈច្បាប់ទំនើបគាត់អត់អភិរក្សនិយមចាស់កម្រិលទេគាត់ស្រឡាញ់សិទ្ធិមនុស្សគាត់ស្រឡាញ់ប្រជាធិបតេយ្យថ្ងៃមួយគាត់និយាយនៅពេលបាយគាត់និយាយអញ្ចេះគាត់ថាគាត់កំពុងការពារក្តីឲ្យកូនក្តីមួយដែលប្តឹងសុំឲ្យបានរួចចេញពីពន្ធនាគារឲ្យបានឆាប់តាមដែលអាចធ្វើទៅបានអញ្ចឹងព្រោះមេធាវីការពារក្តីអត់ចង់ឲ្យកូនក្តីនៅជាប់គុកយូរទេអញ្ចឹងទៅតតាំងសាលាក្តីហ្នឹងនៅតុលាការហ្នឹងសុំឲ្យកូនក្តីហ្នឹងបាននៅក្រៅឃុំយូរឆាប់ហើយគាត់មកនិយាយយ៉ាងមុខស្ងួតប្រាប់ខ្ញុំថាណារ៉េតអញដឹងទេកូនក្តីខ្ញុំមួយនេះជារឿងពិតយើងខំការពារក្តីឲ្យគាត់ឈ្នះដើម្បីបាននៅក្រៅឃុំឥឡូវនេះតុលាការបានសម្រេចឲ្យគាត់នៅក្រៅឃុំដល់តែពេលខ្ញុំទៅប្រាប់គាត់ថាអ៊ំដល់ពេលដែលគេឲ្យចេញក្រៅឃុំឆាប់នេះហើយស្រាប់តែកូនក្តីនោះស្ទុះមកប្រាប់គាត់មកអង្វរគាត់ថាលោកមេធាវីសុំជួយគាត់បន្តិចបានទេសុំប្រាប់គេថាសុំបាន2-3ខែទៀតនៅក្នុងគុកនឹងសិនទៅបានអត់ស្រាប់តែគាត់ភ្ញាក់ព្រឺតគាត់ថាមិនបានជាចង់ទៅនៅក្នុងគុកណាក៏ចង់ចេញក្រៅគុកដែរឥឡូវតតាំងក្តីឲ្យចង់សុំនៅក្រៅគុកស្រាប់តែសុំនៅក្នុងគុកវិញទាំងអញ្ចឹងគាត់ប្រាប់មកវិញថានៅក្នុងគុកនេះមានគេឲ្យបាយឲ្យទឹកអីមួយថ្ងៃ3ពេលអីដែរគេមានប្រាក់ឧបត្ថម្ភអីទិញទួយដែរបើខ្ញុំទៅក្រៅអត់អីហូបទេលោកមេធាវីអើយអញ្ចឹងបើនៅតិចទៀតសិនក៏បានដែរព្រោះគ្រួសារកំពុងខ្វះខាតដែរវាទៅពិបាកឯងប៉ុន្តែចង់នៅឲ្យយូរបន្តិចដើម្បីបានបាយហូបបានអីសិននេះគឺជារឿងពិតឥឡូវខ្ញុំបិទវងកញ្ចក់ហ្នឹងមករករឿងយើងហើយបើអ្នកណាចង់ដឹងរឿងហ្នឹងទៅសួរលោកមេធាវីសុកសំអឿនខ្លួនលោកទៅព្រោះគាត់អ្នកនិយាយប្រាប់ខ្ញុំមិនទៅមួលបកាច់អីទេរឿងពិតទេរឿងកំ pl ែងតែរឿងពិតហើយខ្ញុំជឿថាលោកមេធាវីសុកសំអឿនក៏មិនខ្លាចនឹងនិយាយរឿងនេះប្រាប់ដែរព្រោះអីរឿងហ្នឹងវាពិតអញ្ចឹងមែនពេលខ្លះស្ថានភាពបងប្អូនស្ដាប់ទៅនឹងសរសើរថាគុកគេល្អតាមិនអញ្ចឹងហ៎គេមានបាយមានអីរហូតដល់អ្នកទោសអត់ចង់ចេញផងមិនបានពួកក្រុមអ្នកទោសមនសិការឬក៏ក្រុមគណៈបព្វប្រឆាំងឯងមួយថ្ងៃទីរត់តែចេញគេដាក់ឲ្យនៅក្នុងគុកមិនតែចង់តែចេញមិនមែនអញ្ចឹងទេនេះគឺចង់បង្ហាញប្រាប់ថាជីវភាពរស់នៅខ្វះខាតរបស់ប្រជាពលរដ្ឋវាលំបាកខ្លាំងពេករហូតតតែដោះដូរជាមួយនឹងសេរីភាពជាប់គុកបានបាយហូបក៏យកដែរណាលំបាកណាស់ឥឡូវយើងនិយាយមករឿងនេះវិញហេតុអីបានជាកម្ពុជាមិនស្ទុះស្ទាដកខ្លួនចេញពីប្រទេសក្រីក្រហ្នឹងឲ្យលឿនទៅបើត្រូវគ្រប់លក្ខខណ្ឌអស់តាំងពី2018ដោយសារតែរឿងចេះកម្ពុជាធ្វើគ្រោះបើយើងអួតប្រាប់ប្រជាពលរដ្ឋថាយើងផុតពីបន្ទាត់ក្រីក្រហើយយើងផុតពីប្រទេសក្រីក្រហើយប្រជាពលរដ្ឋនឹងសបាយខ្លាំងហើយមិនចឹងសបាយហ្នឹងប៉ុន្តែសបាយคล้ายជាទុកឯព្រោះពី$3កន្លះមក$5ក្នុងមួយថ្ងៃពី$100មក150វាអត់មានអីប្លែកទេដដែលហ្នឹងវាគ្រាន់តែប៉ំឡើងមកបន្តិចហ្នឹងហើយគ្រាន់តែដួលបន្តិចក្រមកវិញពេញផ្ទៃប្រទេសហើយនៅពេលដែលយើងផុតពីប្រទេសដែលក្របំផុតហ្នឹងគឺយើងបាត់បង់ការអនុគ្រោះពន្ធបាត់បង់ការអនុគ្រោះពន្ធ EBA ទាំងស្រុងហ្មងបាត់បង់ការអនុគ្រោះពន្ធ GSP ទាំងស្រុងហ្មងបងប្អូនឃើញទេកម្ពុជានៅពេលដែលអះអាងថាខ្លួនឯងមិនខ្លាចបរទេសមិនខ្ពើមឲ្យក៏ឲ្យមិនឲ្យក៏ហីទៅប្រកួតប្រជែងគ្នាក៏បានដែរបន្តិចទៀតខ្ញុំនឹងខ្លាយទៅជាប្រទេសអ្នកមានអីបើយើងបានផុតជាប្រទេសអ្នកមានឬក៏ផុតពីប្រទេសក្រីក្រនឹងគឺយើងនឹងបាត់អាហ្នឹងដោយស្វ័យប្រវត្តិអាហ្នឹងលោកហ៊ុនសែននិយាយចឹងរាល់ដងនឹងបាត់ដែរការពិតគឺត្រូវគាត់និយាយត្រូវតែយើងផុតពីប្រទេសក្រីក្រភ្លាមគឺគេលែងឲ្យអា EBA គេលែងឲ្យ GSP ឲ្យយើងប្រកួតប្រជែងដោយប្រទេសដទៃទៀតព្រោះយើងមានស្លាប់ហើយើងខ្លាចបាត់ EBA ទាំងស្រុងយើងខ្លាចបាត់ GSP ទាំងស្រុងទើបយើងមិនចង់ឲ្យឡើងលឿនពេកទេសុកចិត្តគ្រប់លក្ខខណ្ឌហើយសុំពី3ឆ្នាំ5ឆ្នាំឯទៀតសិន
អង្គការសហជីវជាតិដំបូងគេចង់ឲ្យយើងត្រឹមឆ្នាំ2026នេះតានេះដំបូងត្រូវ2026នេះកម្ពុជាស្នើសុំតាមពិតតាំង2018មកពជាម្ដងហើយដល់ពេលឥឡូវគេដល់ពេលកម្ពុជាចង់បានអា EBA ចង់បានអា GSP ហើយប្រជាពលរដ្ឋនៅក្រយ៉ាងនេះអស់អាហ្នឹងដាច់ខ្យល់បាត់ហើយខ្ញុំថាមេដឹកនាំខ្មែរឆ្លាតទេតាមពិតទៅណាឆ្លាតនៅក្នុងន័យថាកុំឲ្យលើកយើងចេញពីប្រទេសក្រីក្រតែលើកមកបាត់ EBA លើកមកបាត់ GSP ប៉ុន្តែវាជាកំបិតចិត្តដងឯងមួយដែរមួយទៀតគឺប្រាប់ថាកម្ពុជាអត់ដង្ហើមអឺរ៉ុបដករឿង EBA អត់ដង្ហើមអឺរ៉ុបដករឿង GSP អត់បានទេខុសពីអ្វីដែលគណៈបកប្រជាជនកម្ពុជាមេដឹកនាំឃោសនាប្រជាពិធដ្ឋនយោបាយបោកប្រាស់ហ្នឹងកន្លងមកឥឡូវបើបាត់អស់ហ្នឹងអញ្ចឹងកម្ពុជាខ្លាចបាត់សុកចិត្តឲ្យនៅក្រអញ្ចឹងសិនចាស់តែអួតប្រាប់ប្រជាពលរដ្ឋវិញថាចាំមើលឆ្នាំ2029ឬ2000ដំបូងថាចាំមើលឆ្នាំ2026ចាំអីចឹងតចាំឡើងផុតពីក្រហ្នឹងដល់តែពេលឆ្នាំ2025អង្គការសហជីវជាតិត្រូវយើងឡើងហ្នឹងអត់បានឡើងទៅវិញដោយសារអង្គការសហជីវជាតិមើលឃើញថាបញ្ហាសេដ្ឋកិច្ចកម្ពុជាឬក៏ស្ថានភាពស្រុកខ្មែរមិនទាន់អាចនឹងទៅរួចអាកាលលើកមុនសុំគេកុំឲ្យតម្លើងយើងអីឥឡូវដល់ពេលដែលតម្លើងគេប្រាប់ថាអត់ទេទៅអត់រួចទេស្ថានភាពជីវភាពកម្ពុជាប្រជាពលរដ្ឋនៅគ្រោះថ្នាក់ណាស់ដូច្នេះឡើងអត់បានទេគឺទុកឲ្យ3ឆ្នាំទៀតដល់ឆ្នាំប៉ុន្មានបងប្អូនឆ្នាំ2029តែបើយើងសួរវិញថាតើសប្តាហ៍ថ្ងៃប្រាក់ចំណូលប្រជាពលរដ្ឋកម្ពុជាត្រឹមឆ្នាំ2025 24តើយើងរកបានប្រមាណហើយនៅក្នុងម្នាក់គឺមួយនាក់នៅក្នុងមួយខែបើចែកគ្នាបានលើសពី$2000ហើយបងប្អូនសំទោសមួយឆ្នាំចឹងបានន័យថានៅក្នុងមួយខែហ្នឹងបានជាងក្រោម200ចន្លោះពី100ទៅ200ដូច្នេះបានន័យថាយើងផុតពីបន្ទាត់នៃភាពក្រីក្រនេះបានទៅហើយឬក៏ភាពតែយើងអត់ទេសហជីវជាតិថាឥឡូវសេដ្ឋកិច្ចយើងចាប់ផ្ដើមថយចុះចំណូលហ្នឹងមើលទៅដូចជាមិនទេចឹងទេមិនអាចទេ2029ហ្នឹង2026ក៏ទៅអត់រួចដែរចឹងទុកឲ្យ3ឆ្នាំទៀតសាកលបងទៀតទៅដល់2029អញ្ចឹងទៅដល់2029ហ្នឹងមិនបាច់ខាងកម្ពុជាអីមកអួតថានឹងផុតពីភាពក្រីក្រវាអត់មានប្រយោជន៍អីទេព្រោះយើងសុំគេមិនឲ្យឡើងម្ដងហើយឥឡូវដល់ពេលឡើងយើងឡើងបានមិនមែនរឿងទៅប្រកាសគេថាយើងមានទេវាអត់មានទៅឯណាទេគឺយើងនៅតែខ្វះខាតហើយយើងឡើងទៅហ្នឹងគឺយើងខាតប្រយោជន៍ទៀតដូច្នេះកម្ពុជាកំពុងស្ថិតនៅក្នុងស្ថានភាពលំបាកណាស់បើយើងនិយាយឲ្យមែនតែនទៅក៏ប៉ុន្តែជួយពីអួតតែខ្ញុំអត់ទេបើសិនជាក្រមិនក្រឬអីទៅបើយើងនាំគ្នាជួយស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឲ្យល្អទៅវាមានអីអត់តែហ្នឹងទៀតឥឡូវប្រទេសថៃប្រទេសហ្វីលីពីននិងប្រទេសវៀតណាមបានឡើងទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ឥឡូវគាត់ដាច់អស់ហើយ EBA ក៏គាត់ដាច់ GSP គាត់ដាច់ក៏ប៉ុន្តែបើមើលប្រាក់ចំណូលរបស់ហ្វីលីពីនហើយនិងថៃនេះណាគឺគុណនឹងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋយើងទូទៅនឹង3ដងបានន័យថាគេរកបានមួយខែប៉ុន្មានបងប្អូនដើម្បីអាចនឹងឡើងទៅនេះឬក៏មួយថ្ងៃប៉ុន្មានប្រាក់ចំណូលរបស់ជនជាតិវៀតណាមសប្តាហ៍នេះមួយថ្ងៃគេយកចែកនឹង80លានអ្នកជាងហ្នឹងពី GDP គេឬក៏ប្រាក់ចំណូលទុនផលទុនសរុបគេណាគឺ$13ជិត$14ក្នុងមួយថ្ងៃអញ្ចឹងបានន័យថាម៉េចប្រាក់ចំណូលគេជាមធ្យមហ្នឹងគឺមួយខែបើ15បើថាយើងថា14ចុះ$400ជាងជាមធ្យម$400ជាងអញ្ចឹងបានន័យថាគេអាចនឹងមានប្រាក់ច្រើនជាងនឹងច្រើនណាស់ចុះខ្មែរយើងសប្តាហ៍ជាមធ្យមប៉ុន្មានបងប្អូនប្រាក់យើងសប្តាហ៍ជាមធ្យមទៀតជាងគេ3ដងអញ្ចឹងបានន័យថាយើងបានប៉ុន្មានប្រហែលជា$150តែប៉ុណ្្នឹងឯងអញ្ចឹងយើងត្រូវចាំពេលប្រហែលឆ្នាំទៀតដើម្បីដល់ដំណាក់កាលទាន់នៅវៀតណាមព្រោះឥឡូវយើងបានតែត្រឹម$5កន្លះហ្នឹងវៀតណាមគេ$14ហ្វីលីពីនគេ$13កន្លះដើម្បីដល់ដំណាក់កាលនេះគឺយើងត្រូវការពេលច្រើនឆ្នាំណាស់ហើយនេះគឺជាការដែលបានចេញពីប្រទេសក្រីក្របំផុតមកជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់បានន័យថាម៉េចបានន័យថាប៉ំរួចពីក្រតែវៀតណាមហើយនេះហ្នឹងគឺគេរួចទៅគេដល់កម្រិតមួយដែលប្រជាពលរដ្ឋគេគឺប្រាក់ចំណូលគេគួរឲ្យទុកចិត្តណាស់ហើយដើម្បីคลายទៅជាប្រទេសអ្នកមានហ្មងដឹងប្រាក់ចំណូលប៉ុន្មានទេបងប្អូនតែយើងហៅថាអ្នកមានណាគឺប្រទេសអ្នកមានត្រូវការរកប្រាក់ចំណូលឲ្យបាននៅក្នុងមួយថ្ងៃ$40ឬមួយខែ$1200ជាមធ្យមប្រឹងទៅលោកយាយដែលបេះអំពិលយើងអើយ$1200បើយើងខ្លាយទៅជាអ្នកមានហ្នឹងងាប់ហើយដើមអំពិលដើមកសាំងហ្នឹងដឹងកាប់រំលើយ៉ាងម៉េចទៀតលោក
អូខេឥឡូវខ្ញុំសរុបមកគឺនេះគ្រាន់ឲ្យបងប្អូនយល់កម្ពុជាកុំថាឡើយ2029នេះតាមពិតបើយើងឡើងទៅផុតពីប្រទេសក្រីក្រហ្នឹងគឺយើងត្រូវឡើងផុតតាំងពី2018តែអត់មានប្រយោជន៍អីទេព្រោះអីជីវភាពយើងនៅខ្វះខាតសម្បើមខ្លាំងណាស់ហើយបើបានទៅផុតហ្នឹងគឺអកុសលយើងគឺគេដក EBA និង GSP ទាំងស្រុងទៀតនេះហាបើសិនជាខ្មែរយើងស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យបើយើងទៅ2029ហ្នឹងឧទាហរណ៍បើបានទៅចាហើយគេដក EBA ឬ GSP ដោយស្វ័យប្រវត្តិដោយសារយើងផុតពីប្រទេសក្រីក្រយើងស្ដារសិទ្ធិមនុស្សប្រជាធិបតេយ្យមានសង្ឃឹមថាគេនឹងអាចបទូបថយអនុគ្រោះអីផ្សេងទៀតតែបើធ្វើស្ថានភាពបែបយើងនេះណាចប់ហើយប៉ុន្តែឥឡូវសំណួរសួរថាតើយើងអាចទៅដល់កន្លែងហ្នឹងអត់តើអង្គការសហប្រជាជាតិឬ World Bank គឺនឹងឲ្យទួនាទីយើងនឹងអត់ដឹងអត់ប្រកបទេបងប្អូនព្រោះអីមានប្រទេសច្រើនណាស់ដែលគេឲ្យអញ្ចឹងទៅហើយ3ឆ្នាំឲ្យសាកល្បង5ឆ្នាំសាកល្បងគេអត់ឲ្យវិញទៀតទម្លាក់មកវិញដែរឥឡូវប្រទេសដែលផុតពីប្រទេសក្រីក្របំផុតបើចេញបាន8ប្រទេសហើយឥឡូវថែម2ទៀត10ឆ្នាំហ្នឹងថែមហ្វីលីពីនហើយនឹងហ្វីលីពីននិងវៀតណាមអញ្ចឹងបាន10ប្រទេសហើយ45នៅសល់តែ35មានអីបូតស្វាណាកាបូវេរ៉ាដេ Maldives Samoa Equatorial Guinea Vanuatu ប៊ូតង់ហើយនឹង Sao Tome និង Principe នេះប្រទេស10ក្រីក្រ8ក្រីក្រឥឡូវថែមវៀតណាមថែមហ្វីលីពីនបាន10ប្រទេសផ្សេងទៀតដែលត្រូវចេញពីប្រទេសបន្ទាត់ក្រីក្រដែរ2026នេះមានបង់ក្លាដេសមួយដែរឡាវក៏គេទៅដែរបងប្អូនឡាវចុងឆ្នាំនេះគេទៅហើយគេផុតពីបន្ទាត់ក្រីក្រហ្នឹងប៉ុន្តែអត់គ្រាន់បើជាងខ្មែរហ្មងទេតាមពិតខ្មែរហើយឡាវប្រហែលគ្នាគាត់ថាឡាវគេទៅហើយគេអត់នៅចាំដូចយើងសុំគេអីទៀតទេសេនេហ្គាល់2029កម្ពុជា2029បានទៅដល់ហ្នឹងសូឡូម៉ុងកោះសូឡូម៉ុង2027ដែរហើយប្រទេសដែលគេឲ្យឡើងមកឲ្យថានឹងឲ្យគ្រងនឹងឲ្យគេអត់ឲ្យទៅវិញក៏មានគេទម្លាក់ហ្មងគឺទីម៉័រខាងកើតហ្សាំបៀនិងអង់ហ្គោឡាអត់ទៅរួចទេនៅក្រចឹងមកយកហើយ